ខ្ញុំបានប្រើពេលជាង10ឆ្នាំដើម្បីស្នើសុំរងចាំអស់4ឆ្នាំភ្នាល់លើជួបជាមួយដោយដៃទេប៉ុន្តែគាត់បានបំផ្លាញការជឿទុកចិត្តរបស់ខ្ញុំដោយការកុហកធ្វើឲ្យបេះដូងខ្ញុំឈឺចាប់ដោយការលំអៀងរបស់គាត់ថែមទាំងជំរុញខ្ញុំចូលទៅក្នុងជ្រោះដោយដៃគាត់ផ្ទាល់មនុស្សគ្រប់គ្នានិយាយថានឹងខ្ញុំជាគូស្នេហ៍ដ៏ល្អឥតខ្ចោះច្បាប់បុរាណរបស់ត្រកូលកំណត់អ្នកស្នងតំណែងត្រូវទៅសាលាបុកបុរសដើម្បីចាប់ឆ្នោតត្រូវឆ្លងកាត់ការសាកល្បង5ឆ្នាំទើបអាចទទួលការទទួលស្គាល់ឆ្នាំទី1ចាប់បានលេខ10ពួកយើងអាចជួបគ្នាបានតែ10ដងក្នុងមួយឆ្នាំនិយាយបានតែ10ប្រយោគប៉ុណ្ណោះឆ្នាំទី2ចាប់បានលេខ9ឆ្នាំទី3ចាប់បានលេខ3ខ្ញុំស្រឡាញ់អ្នកសុំទោសឆ្នាំទី4ក៏ជាឆ្នាំដែលខ្ញុំដួលរំបំផុតចាប់បានលេខ1រងចាំបន្តិចទៀតនៅសល់មួយឆ្នាំទៀតទីបំផុតបានឆ្លងដល់ឆ្នាំទី5ពេលខ្ញុំទៅដល់សាលាបុកបុរសបានចាប់ឆ្នោតរួចហើយហេតុអ្វីបដូរទៅជាលេខ7លោកច្បាប់ចាប់ឆ្នោតរបស់គ្រួសារមិនមែនបែបនេះទេលេខទាំងនេះលោកជាអ្នកកំណត់ដោយខ្លួនឯងឆ្នោតនៅសាលាបុកបុរសមិនដែលមានន័យបែបនេះទេលោកក្នុងរយៈពេល4ឆ្នាំដឹងថាគាត់លំបាកណាស់ប៉ុន្តែមុនពេលស្លាប់គាត់បានផ្ញើកូនចោលមានចរិតរឹងរូសមិនព្រមយកលុយរបស់ខ្ញុំអាចនៅជាមួយនាងតាមវិធីនេះតែប៉ុណ្ណោះប៉ុន្តែលោកវិញដើម្បីលោកគាត់បានឆ្លោះជាមួយគ្រួសារបដិសេធការរៀបចំជួបគូស្នេហ៍ទាំងអស់ក្រៅពីលោកមិនបានធ្វើអ្វីទេខ្ញុំក៏ចង់រៀបការជាមួយឆាប់ដែរប៉ុន្តែខាងខ្ញុំពិតជាមិនអាចបោះបង់ការព្រួយបារម្ភបានទេប្រពន្ធរបស់មិត្តនោះពិតជាធ្វើឲ្យគាត់លះបង់ខ្ញុំ5ឆ្នាំដើម្បីបំពេញបំណងកាលពីមុនពេលខ្ញុំនៅក្មេងបានផ្លាស់ទៅសាលាថ្មីពេលខ្ញុំត្រូវគេធ្វើបាបគូប្រជែងរបស់ខ្ញុំបែរជាការពារខ្ញុំនៅពីក្រោយគាត់ខ្ញុំចង់មើលថាអ្នកណាហ៊ានប៉ះនាងនៅសាកលវិទ្យាល័យមានសិស្សចាស់ម្នាក់សារភាពស្រឡាញ់ខ្ញុំឈរនៅក្រោមអគារស្នាក់នៅខ្ញុំពេញមួយយប់គ្រាន់តែដើម្បីសួរថាខ្ញុំនៅតែត្រូវការនាងទេពេលដឹងថាបេះដូងខ្ញុំមានតែនាងបានអបខ្ញុំដោយរំភើបហើយស្រែកខ្ញុំមិនដែលគិតថាស្ត្រីដែលនៅជាមួយខ្ញុំជាង10ឆ្នាំនេះថ្ងៃនេះនឹងកុហកខ្ញុំដើម្បីមនុស្សក្រៅម្នាក់តាំងពី4ឆ្នាំមុនឪពុកម្ដាយខ្ញុំគ្រោងនាំខ្ញុំទៅអភិវឌ្ឍនៅក្រៅប្រទេសដើម្បីខ្ញុំបដិសេធទៅក្រៅប្រទេសជាមួយឪពុកម្ដាយឥឡូវនេះមើលទៅគឺខ្ញុំគិតច្រើនតែឯងម៉ាក់ខ្ញុំយល់ព្រមទៅក្រៅប្រទេសជាមួយមិនត្រឡប់មកវិញទៀតទេមិនត្រឡប់មកវិញទេល្អណាស់មួយខែក្រោយពួកយើងនឹងទៅផ្ទះដើម្បីនាំអ្នកចេញតើអ្នកនឹងត្រឡប់មកពេលណាខ្ញុំបានចាប់ឆ្នោតរួចហើយរកឃើញហើយបានធ្វើការជាសន្តិសុខនៅក្រុមហ៊ុន5នាទីមុនទើបផ្ញើសារមកនិយាយថានឹងរងចាំខ្ញុំនៅផ្ទះឥឡូវនេះបែរជាបង្ហាញខ្លួននៅទីនេះវិញធ្លាប់សន្យាជាមួយខ្ញុំថាលេខសម្ងាត់នេះនឹងមិនបើកពេញមួយជីវិតប៉ុន្តែឥឡូវនេះលោកខ្ញុំមកជួយអ្នកលេខទាំងនោះជាថ្ងៃកំណត់របស់មានរឿងអីទេខ្ញុំដូចជាបាក់ជើងត្រូវធ្វើយ៉ាងម៉េចហៅគាត់យ៉ាជីរងចាំខ្ញុំបន្តិចខ្ញុំនឹងត្រឡប់មកវិញភ្លាមដើមឡើយនៅលើជញ្ជាំងគឺរូបថតខ្ញុំនឹងតែឥឡូវវាត្រូវបានជំនួសដោយរូបថតគ្រួសារគាត់នឹងរបស់ប្រើផ្ទាល់ខ្លួនរបស់ខ្ញុំទាំងអស់ដាក់ក្នុងថតតុការិយាល័យប៉ុន្តែពេលបើកថតចេញខ្ញុំឃើញថាខាងក្នុងទាំងអស់คล้ายជារបស់លោកឆៅសុំទោសមុននេះហៅមិនប្រយ័ត្នកុំយកទៅគិតក្នុងចិត្តថ្ងៃនេះជាថ្ងៃកំណត់របស់ហៅអាចញ៉ាំបាយជាមួយគ្នាបានទេហៅគាត់ចង់ឲ្យអ្នកនៅជាមួយគាត់ណាស់បានខ្ញុំដោះស្រាយការងារនៅទីនេះរួចខ្ញុំនឹងទៅអរគុណ
ពួកគេជានរណាជាប្តីនិងកូនរបស់មិត្តខ្ញុំមុនពេលមិត្តខ្ញុំស្លាប់បានសុំឲ្យខ្ញុំថែរក្សាពួកគេអែមយ៉ាជីតើអ្នកខឹងហើយមែនទេថ្ងៃនេះជាថ្ងៃអ្វីជាលើកដំបូងដែលយើងជួបគ្នានៅឆ្នាំនេះខ្ញុំនឹងភ្លេចបានយ៉ាងម៉េចយប់នេះញ៉ាំបាយជាមួយគ្នាទេហាងដែលអ្នកចូលចិត្តខ្ញុំបានកក់កន្លែងរួចហើយរងចាំខ្ញុំដោះស្រាយពិធីខួបកំណើតហើយរួចខ្ញុំនឹងទៅរកអ្នកភ្លាមខ្ញុំបានរកឃើញថាពេលមានតែយើងពីរនាក់គាត់នៅតែគោរពច្បាប់របស់គាត់ប៉ុន្តែពេលនិយាយដល់ឪពុកកូនចំនួនពាក្យដែលគាត់និយាយក៏កើនឡើងយ៉ាជីមានគម្រោងមួយមានបញ្ហាបន្តិចខ្ញុំទៅដោះស្រាយបន្តិចឲ្យជំនួយការជូនអ្នកទៅពេលខ្ញុំរួចរាល់ខ្ញុំនឹងទៅរកអ្នកបានរងចាំខ្ញុំក្នុងការិយាល័យនៅសល់តែខ្ញុំម្នាក់ទៀតការឈឺនៅជើងចាប់ផ្ដើមស្ពឹកបន្តិចម្ដងប៉ុន្តែការឈឺចាប់ក្នុងចិត្តកាន់តែច្បាស់ខ្ញុំទើបតែឃើញច្បាស់ការហៅទូរស័ព្ទនោះគឺជាអ្នកហៅរងចាំពីសៀលរហូតដល់យប់សំបីតែទូរស័ព្ទមួយក៏គ្មានខ្ញុំកំពុងមើលស្រាប់តែឃើញរូបថតមួយភ្លាមខ្ញុំមានអារម្មណ៍ថាការរងចាំរយៈពេល4ឆ្នាំនេះគឺជារឿងកំប្លែងដ៏ធំមួយទូរស័ព្ទទូរសារពីលេខមិនស្គាល់វាជាអាសយដ្ឋានមួយស្ថានភាពអ្នកជំងឺគ្រោះថ្នាក់ត្រូវធ្វើការវះកាត់ភ្លាមប៉ុន្តែនៅទូទាំងប្រទេសអ្នកដែលអាចធ្វើវះកាត់នេះមានតែសាស្ត្រាចារ្យឆែនប៉ុណ្ណោះខ្ញុំដឹងអាចតាក់ទងសាស្ត្រាចារ្យឆែនបានលោកគ្រូមានគ្រោះថ្នាក់ត្រូវឲ្យសាស្ត្រាចារ្យឆែនធ្វើវះអ្នកប្រញាប់តាក់ទងគាត់យ៉ាជីហៅស្រាប់តែដួលសន្លប់ក៏ត្រូវវះកាត់ភ្លាមដែរអ្នកនាងឆែនសាស្ត្រាចារ្យឆែនទៅមកដល់មន្ទីរពេទ្យតែឥឡូវមានបន្ទប់វះកាត់តែមួយអ្នកជំងឺទាំងពីរត្រូវការវះកាត់បន្ទាន់អ្នកមើលខ្ញុំសូមអង្វរអ្នកសង្គ្រោះហៅផងគាត់នៅតូចបែបនេះមិនអាចមានអ្វីកើតឡើងទេខ្ញុំមានតែគាត់ម្នាក់ប៉ុណ្ណោះធ្វើវះកាត់ឲ្យហៅមុនចុះលោកគ្រូខ្ញុំវិញគាត់ក៏គ្រោះថ្នាក់ខ្លាំងដែរអ្នកកុំបារម្ភពេលហៅវះកាត់រួចខ្ញុំនឹងរៀបចំឲ្យគ្រូអ្នកវះកាត់ភ្លាមគាត់ប្រកាសជាមិនអីទេលើកទី2គាត់មិនខ្វល់ពីការអង្វររបស់ខ្ញុំហើយខ្លាចជាអ្នកសង្គ្រោះរបស់អ្នកដទៃគួរឲ្យអស់សំណើចណាស់ប៉ុន្តែលោកគ្រូនៅតែមិនអាចទ្រាំបានបងនៅឯណាលោកចៅអ្នកកំពុងធ្វើអ្វីហេតុអ្វីអ្នកមកទីនេះខ្ញុំសួរអ្នកថាអ្នកកំពុងធ្វើអ្វីតើអ្នកចង់យកបេះដូងគ្រូខ្ញុំមែនទេលោកចៅកុំយល់ច្រឡំត្រូវការព្យាបាលបន្ថែមសាស្ត្រាចារ្យឆែនបាននិយាយថាសូមអ្នកកុំធ្វើបែបនេះគ្រូគឺជាអ្នកមានគុណរបស់ខ្ញុំអ្នកមិនអាចធ្វើបែបនេះបានទេស្ថានភាពរបស់ពិសេសនេះជាវិធីតែមួយដែលអាចជួយគាត់បានជីវិតមនុស្សសំខាន់ណាស់ចុះគ្រូខ្ញុំវិញពេលគាត់ដួលខ្ញុំគិតថាអ្នកភ្ញាក់ហើយមានអារម្មណ៍យ៉ាងម៉េចចង់ញ៉ាំអ្វីបន្តិចទេខ្ញុំបានធ្វើបបរ
គ្រូខ្ញុំនៅឯណាបានបូជាសពរួចហើយអ្នកមើលគាត់រងចាំស្លាប់ដោយមិនធ្វើអ្វីហើយបែរជាយកបេះដូងគាត់ឲ្យអ្នកផ្សេងនេះជាអ្វីដែលអ្នកហៅថាសំរុំមែនទេសាកសពគ្រូខ្ញុំនៅមិនទាន់ត្រជាក់ទេតែអ្នកដែលធ្វើឲ្យខ្ញុំឈឺចាប់បែរជាត្រូវបរិសម្នាក់ទៀតថែទាំយ៉ាងទន់ភ្លន់ខ្ញុំមិនអីទេអ្នកស្ងប់សិនស្ងប់តើអ្នកឲ្យខ្ញុំស្ងប់ដោយរបៀបណាគ្រូខ្ញុំបានស្លាប់ហើយដោយសារអ្នកជ្រើសរើសគ្រូរបស់នាងខ្ញុំទៅជាគ្រូរបស់អ្នក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 បោះបង់កូនហើយធ្វើឲ្យគ្រូខ្ញុំភ្ញាក់ហើយគាត់តែងតែហៅរកអ្នកអាចទៅមើលគាត់បានទេគាត់ទៅវះកាត់រួចអារម្មណ៍មិនសូវនឹងទេអ្នកសម្រាប់ឲ្យបានល្អសិនខ្ញុំទៅមើលត្រឡប់មកខ្ញុំនឹងពន្យល់អ្នកក្នុងបន្ទប់អ្នកជំងឺនៅសល់តែខ្ញុំម្នាក់ខ្ញុំអង្គុយលើគ្រែដោយឯកាទឹកភ្នែកហូរចុះដោយស្ងៀមស្ងាត់ប៉ុន្មានថ្ងៃបន្ទាប់ក៏ដូចគ្នាមកមើលខ្ញុំម្ដងកាលប៉ុន្តែរាល់ដងទើបអង្គុយបានមិនប៉ុន្មានម៉ាត់គាត់នឹងទទួលទូរស័ព្ទពីហើយតែងតែទៅទីនោះភ្លាមបេះដូងខ្ញុំក្នុងការខកចិត្តម្ដងហើយម្ដងទៀតចាប់ផ្ដើមស្ពឹកបន្តិចម្ដងការជួបគ្នារៀងរាល់7ថ្ងៃដើមឡើយបែរជាត្រូវខ្ជះខ្ជាយ3ដងក្នុងរយៈពេលកន្លះខែខ្លីប៉ុន្តែថ្ងៃដែលឪពុកម្ដាយមកទទួលខ្ញុំចាក់ចេញកាន់តែជិតអ្នកយកទៅណាខ្ញុំមិនដឹងថាអ្នកនិយាយអ្វីទេនេះជាសម្បត្តិដែលគេរកឃើញនៅមុខបន្ទប់វាសរសេរថាចង់យកទៅអក្សរដូចអ្នកសរសេរដូចគ្នាបើមិនមែនអ្នកតើជានរណានេះមិនមែនអក្សរខ្ញុំទេមានអ្នកចម្លងអក្សរហើយចោទប្រកាន់ខ្ញុំដោយចេតនាអ្នកជឿខ្ញុំមិនធ្វើរឿងបែបនេះទេគាត់ស្គាល់ខ្ញុំមានចរិតទន់ភ្លន់ខ្ញុំមិនដែលធ្វើបាបក្មេងម្នាក់ទេអ្នកត្រូវរកឲ្យឃើញគាត់ទៅវះកាត់រួចបើមានរឿងអ្វីកើតឡើងខ្ញុំក៏រស់មិនបានទេលោកឆៅខ្ញុំបានធ្វើអ្វីខុសចំពោះអ្នកហើយអ្វីធ្វើបែបនេះចំពោះខ្ញុំនិងកូនខ្ញុំសូមអ្នកប្រគល់ឲ្យខ្ញុំវិញដល់ពេលនេះហើយអ្នកនៅតែប្រកែកនៅតូចណាស់តើអ្នកអាចធ្វើបាបគាត់បានយ៉ាងម៉េចពិតមែនពេលជួបរឿងគាត់បោះចោលច្បាប់គ្រួសារដែលហៅថាភ្លាមហេតុអ្វីអ្នកមិនព្រមជឿខ្ញុំអារម្មណ៍របស់ពួកយើងជាច្រើនឆ្នាំនេះតើសំបីតែទឹកភ្នែកប៉ុន្មានដំណក់របស់គេក៏មិនអាចប្រៀបផ្ទឹមបានទេលោកសិននៅក្នុងសួនការជាន់ក្រោមបានរកឃើញសាកសពក្មេងប្រុសម្នាក់ហៅរបស់ខ្ញុំអង្គុយលើគ្រែដោយស្ងៀមស្ងាត់អារម្មណ៍មិនសុខចិត្តយ៉ាងខ្លាំងបានចង់ខ្ញុំជាប់ធ្វើឲ្យខ្ញុំមិនអាចរួចផុតបានលោកប៉ូលីសគេជាអ្នកសង្ស័យថាបានធ្វើបាបកុមារបណ្ដាលឲ្យកូនរបស់មិត្តខ្ញុំស្លាប់អ្នកឈួតហើយមិនមែនខ្ញុំធ្វើទេគឺដែលរៀបចំទោសឲ្យខ្ញុំមកដល់ពេលនេះហើយអ្នកនៅតែរឹងមាត់ទៀតភស្តុតាងច្បាស់លាស់ហើយអ្នកនៅមានអ្វីនិយាយទៀតប៉ូលីសបាននាំខ្ញុំទៅដាក់ក្នុងមណ្ឌលឃុំខ្លួនខ្ញុំរាប់ដោយស្ងៀមស្ងាត់លើកទី4គេបានបញ្ជូនខ្ញុំចូលពន្ធនាគារដោយដៃរបស់គេហើយរយៈពេល7ថ្ងៃនេះក្លាយជាពេលវេលាងឹតបំផុតក្នុងជីវិតខ្ញុំថ្ងៃទី7ខ្ញុំត្រូវបាននាំចេញដំបូងខ្ញុំគិតថានឹងឃើញប៉ុន្តែមិននឹកស្មានថាអ្នកមកគឺលោកឆៅមិននឹកស្មានថាអ្នកក៏មានថ្ងៃនេះដែរភ្នែករបស់គេសម្លឹងមកខ្ញុំពេញដោយការចំអកជ្រុងមាត់លើកឡើងជាស្នាមញញឹមពេញចិត្តគឺអ្នកមែនទេហើយបង្កើតទោសឲ្យខ្ញុំ
ញឹមដោយអំនួតជាងមុនហេតុអ្វីអ្នកត្រូវធ្វើបែបនេះភ្នែកខ្ញុំក្រហមដោយកំហឹងពោពេញដោយកំហឹងហេតុអ្វីពិតណាស់គឺដើម្បីតំណែងរបស់តារាប់ណាខ្ញុំរៀបការជាមួយគេខ្ញុំនឹងអាចមានទ្រព្យសម្បត្តិនិងកិត្តិយសដែលមិនចេះអស់ចំណែកអ្នកគ្រាន់តែជាការចង់ចិត្តរបស់គេកាលនៅក្មេងតើអ្នកមានសិទ្ធិអ្វីកាន់កាប់គេយូរបែបនេះខ្ញុំទប់មិនបានទៀតទេខ្ញុំរត់ទៅវាយមួយដៃលើមុខនៅពេលនោះបានប្រញាប់មកដល់អ្នកកំពុងធ្វើអ្វីខ្ញុំលើកមុខមើលគេលើកទី5គេមិនសួរហេតុផលហើយបន្ទោសខ្ញុំភ្លាមបង្ហាញមុខមាត់អាណិតខ្ទប់មុខយំឡើងខ្ញុំមកមិននឹកស្មានថាគេវាយខ្ញុំទេតើខ្ញុំធ្វើអ្វីខុសចំពោះអ្នកខ្ញុំមើលរបៀបដែលគេបំផ្លាញខុសត្រូវខឹងរហូតរាងកាយញ័រប៉ុន្តែមិនអាចនិយាយមួយម៉ាត់បានអ្នកលើហើយលើពេកហើយមើលខ្ញុំដោយភ្នែកពេញដោយការខកចិត្តមានចិត្តល្អចំពោះអ្នកប៉ុន្តែអ្នកបែរជាធ្វើបែបនេះដាក់នាងធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់កុំបន្ទោសលោកចៅផ្ទះវីឡាដាច់ស្រយាលមួយក្នុងវីឡាគ្មានមនុស្សម្នាក់មានតែអង្គរៈខ្លួនធំប៉ុន្មាននាក់ចូលទៅលោកចៅ5ថ្ងៃបន្ទាប់ពួកគេនឹងថែទាំអ្នកឲ្យបានល្អបន្ទាប់ពីទ្វារបិទខ្ញុំធ្លាក់ចូលនរកថ្មីមួយ5ថ្ងៃទី5មកដល់ពេលឃើញខ្ញុំដែលនៅជ្រុងមួយគេភ្ញាក់ផ្អើលបេះដូងដូចត្រូវគេច្របាច់យកមួយផ្នែកខ្ញុំមកយកអ្នកត្រឡប់ទៅផ្ទះខ្ញុំលើកមុខមើលគេយឺតបូមាត់ខ្ញុំរំកើបន្តិចប៉ុន្តែមិនអាចនិយាយអ្វីបានលើកខ្ញុំសម្លឹងមើលដោយស្ងៀមស្ងាត់ក្នុងភ្នែកគ្មានការស្អប់និងគ្មានការខឹងមានតែភាពត្រជាក់នៃការចងចាំដែលស្លាប់ប៉ុណ្ណោះបេះដូងរបស់នៅពេលនេះបានភ័យស្លន់ស្លោទាំងស្រុងបន្ទាប់ពីខ្ញុំត្រឡប់ទៅវីឡាខ្ញុំត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់គេងជាន់ទី2ចាប់ខ្ញុំមិនបាននិយាយមួយម៉ាត់ទៀតឡើយរបួសបំពង់ក៏នៅមិនទាន់ជាសះស្បើយប៉ុន្តែរបួសក្នុងចិត្តកាន់តែលួយទៅហើយមកមើលខ្ញុំរាល់ថ្ងៃនាំមកនៅអាហារនិងថ្នាំបំពេញជាច្រើនប៉ុន្តែខ្ញុំទុកវាចោលដែលមិនប៉ះពាល់គាត់ព្យាយាមនិយាយជាមួយខ្ញុំប៉ុន្តែខ្ញុំនៅតែមិននិយាយអ្វីសូម្បីតែមើលគាត់ក៏មិនមើលក្នុងចិត្តចាប់ផ្ដើមមានភាពមិនស្ងប់បន្តិចម្ដងប៉ុន្តែបញ្ចូលជាមួយភាពភ័យរន្ធត់ដែលពិបាកពណ៌នាគាត់មិនដែលឃើញខ្ញុំបែបនេះទេវាធ្វើឲ្យគាត់មានការភ័យខ្លាចថ្ងៃនេះខ្ញុំទាញរាងកាយទន់ខ្សោយចុះក្រោមដើម្បីរកទឹកផឹកពេលទៅដើរដល់ជ្រុងចន្ទាខ្ញុំបានឮការសន្ទនារបស់នឹងជំនួយការលោកខាងលោកនៅតែបង្កបញ្ហានិយាយថាបានបាត់បង់ហើយគាត់រស់នៅក៏គ្មានន័យទៀតខ្ញុំនឹងសងសំណងប៉ុន្តែអ្នកមានផ្ទៃពោះកូនរបស់លោកបាន3ខែហើយធ្វើតាមខ្ញុំទៅខ្ញុំឈរនៅជ្រុងចន្ទាម្រាមដៃខ្ញុំចាប់កន្សែងយ៉ាងខ្លាំងប៉ុន្តែលើមុខមានតែភាពស្ពឹកស្រពន់ថ្ងៃដែលទៅមន្ទីរពេទ្យខ្ញុំដើរតាមពីក្រោយគាត់ពីចម្ងាយមិនដឹងថាកន្លងទៅយូរប៉ុណ្ណាភ្លើងបន្ទប់វះកាត់បានរលត់គីលានឧបថាយិកាភ្ញាក់ផ្អើលហើយចង់បដិសេធប៉ុន្តែខ្ញុំបានយកទូរស័ព្ទហៅប្រធានមន្ទីរពេទ្យរួចហើយប៉ុន្មាននាទីក្រោយមកខ្ញុំកាន់កញ្ចប់តូចត្រជាក់មួយដើរចេញពីមន្ទីរពេទ្យដោយអស់កម្លាំងពេលត្រឡប់ដល់វីឡាគឺយប់ជ្រៅហើយខ្ញុំទៅចង់ឡើងជាន់លើកយសំឡេងទាបរបស់ពីដំបូងដែលខ្ញុំអត់ធ្មត់រហូតដល់ពេលនេះសូម្បីតែការរំពឹងចុងក្រោយក្នុងចិត្តក៏បាត់បង់ទាំងស្រុងខ្ញុំមើលទៅនាងគ្មានសេចក្តីរីករាយក្នុងភ្នែកទេមានតែភាពសោកសៅគ្មានទីបញ្ចប់កូននេះគ្រាន់តែជាឧបករណ៍ដែលនាងប្រើដើម្បីសង្កេតសម្រាប់ខ្ញុំវាគ្រាន់តែជាការចាប់ផ្ដើមនៃការឈឺចាប់មួយទៀតខ្ញុំគិតថានាងចង់យកខ្ញុំទៅប៉ុន្តែនាងមិនចង់ឲ្យខ្ញុំយកនាងទៅទេខ្ញុំគិតថានាងចង់យកខ្ញុំទៅ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 លោកយូរហើយមិនបានជួបមិននឹកស្មានថាឥឡូវអ្នកខ្លាចជាបែបនេះមុខមាត់ស្លេកបែបនេះមើលទៅអស់កម្លាំងណាស់ក៏ពិតដែរមានផ្ទៃពោះកូនរបស់អ្នកផ្សេងអ្នកណាក៏មិនអាចទ្រាំបានទេខ្ញុំមិនបានមើលគាត់គ្រាន់តែចាប់ជ្រុងអាវយ៉ាងតឹងតើអ្នកចង់ប្រាប់ការពិតទៅមែនទេគួរឲ្យស្ដាយណាស់គាត់នឹងមិនដឹងជារៀងរហូតទេឥឡូវគាត់ជឿតែខ្ញុំហើយអ្វីដែលអ្នកកំពុងទទួលគឺអ្នករកមកដោយខ្លួនឯងខ្ញុំលើកក្បាលឡើងភ្លាម
ខ្ញុំលើកក្បាលឡើងដោយភ្ញាក់ផ្អើលភ្នែកពោពេញដោយកំហឹងនិងការមិនយល់ខ្ញុំចង់សួរគាត់ថាហេតុអ្វីធ្វើបែបនេះហេតុអ្វីបំផ្លាញអ្វីរបស់ខ្ញុំប៉ុន្តែមិនផ្ដល់ឱកាសឲ្យខ្ញុំទេភ្លាមនោះបានស្រែកខ្លាំងមួយរាងកាយបានដួលថយក្រោយភ្លាមដួលលើដីស្រែកធ្ងោដោយការឈឺចាប់លោកហេតុអ្វីអ្នករុញខ្ញុំគ្រាន់តែមកមើលអ្នកហេតុអ្វីអ្នកអាចធ្វើបែបនេះចំពោះខ្ញុំអ្នកយ៉ាងម៉េចហើយមានបញ្ហាអ្វីទេខ្ញុំមិនអីទេគ្រាន់តែឈឺពោះបន្តិចខ្ញុំមិនបានចិត្តណាទេខ្ញុំគ្រាន់តែចង់និយាយជាមួយលោកឲ្យល្អមិននឹកស្មានថាគាត់ស្អប់ខ្ញុំបែបនេះហើយរុញខ្ញុំការនឹករលឹកមកមើលអ្នកដោយចិត្តល្អអ្នកបែរជាវាយគាត់ទៅវិញអ្នកមិនអាចទទួលយកគាត់ដល់ថ្នាក់នេះឬហេស៊ីមៀនដួលខ្លួនឯងទេប៉ុន្តែហេស៊ីមៀនទាញដៃអាវសិនអានីងហើយធ្វើជានិយាយដោយអន់ចិត្តបើគេឃើញខ្ញុំត្រូវគេធ្វើបាបប្រហែលហៅនឹងផឹកល្អពាក្យរបស់គាត់មិនទាន់និយាយចប់ទេសិនអានីងមើលទៅអ្នកការពារដែលនៅក្បែរហើយបញ្ជាបោះគាត់ចុះពីជណ្ដើរឲ្យគាត់គិតពិចារណាឲ្យបានល្អថាខ្លួនឯងពិតជាធ្វើខុសអ្វីភ្នែកខ្ញុំរួមតូចភ្លាមខ្ញុំមើលទៅសិនអានីងក្នុងភ្នែកពោពេញដោយការអង្វរធ្វើទៅបេះដូងខ្ញុំដូចត្រូវបានកិនបំបែកទាំងស្រុងអានីងអ្នកមិនអាចទៅបានទេអ្នកភ្លេចថាហៅស្លាប់ដោយរបៀបណាហើយឬភ្លេចការផ្ញើទុករបស់អាស៊ូចំពោះអ្នកហើយឬជើងរបស់សិនអានីងឈប់ភ្លាមគាត់និយាយមកខ្ញុំដោយត្រជាក់នៅទីនេះគិតពិចារណាឲ្យបានល្អរងចាំខ្ញុំដោះស្រាយរឿងស៊ីញៀនរួចខ្ញុំនឹងមករកអ្នកក្នុងបន្ទប់ទទួលភ្ញៀវនៅសល់តែខ្ញុំម្នាក់ខ្ញុំដេកលើកម្រាលត្រជាក់ស្មារតីចាប់ផ្ដើមស្រអាប់ខ្ញុំញ័រដៃលាតចេញហើយទូរស័ព្ទទៅឪពុកម្ដាយនៅពេលទូរស័ព្ទត្រូវបានទទួលខ្ញុំមិនអាចទ្រាំបានទៀតទេមុនពេលសន្លប់ខ្ញុំឃើញឪពុកម្ដាយរត់មករកខ្ញុំដោយភ័យស្លន់ស្លោលឿនហើយរថយន្តសង្គ្រោះបន្ទាន់ដូច្នេះរហូតដល់ចុងក្រោយអ្នកដែលខ្វល់នឹងជឿចិត្តចំពោះខ្ញុំនៅតែជាឪពុកម្ដាយខ្ញុំប៉ុន្តែស្ត្រីដែលខ្ញុំស្រឡាញ់ជាង10ឆ្នាំនឹងរងចាំអស់4ឆ្នាំបែរជារុញខ្ញុំចូលទៅក្នុងរោគដោយដៃខ្លួនឯងសិនអានីងលើកចុងក្រោយនេះពួកយើងបញ្ចប់ទំនាក់ទំនងទាំងស្រុងមិនជួបគ្នាទៀតជារៀងរហូតខ្យល់ត្រជាក់មិនអាចបំបត្តិភាពស្ងប់ស្ងាត់ក្នុងឡានសិនអានីងមើលហេស៊ីមៀនដែលកំពុងជួនចិញ្ចាំក្បែរក្នុងចិត្តកើតអារម្មណ៍រំខានដោយគ្មានមូលហេតុរូបភាពខ្ញុំដែលពេញខ្លួនដោយឈាមកាលពីមុនទៅជាដុំបន្លាចាក់ជ្រៅក្នុងបេះដូងគាត់អានីងពោះខ្ញុំឈឺខ្លាំងតើមានបញ្ហាអ្វីទេសំឡេងយំរបស់ហេស៊ីមៀនលាន់ឡើងក្បែរគាត់កាន់ដៃគាត់យ៉ាងតឹងក្រចកស្ទើរតែចូលក្នុងសាច់គាត់ឡានពណ៌ខ្មៅដែលធ្លាប់ស្គាល់មួយបើកកាត់ពីក្បែរមើលតែស្លាកលេខឡានបន្តិចគាត់ក៏សន្និដ្ឋានថាជាឡានគ្រួសារខ្ញុំបេះដូងគាត់លោតខ្លាំងភ្លាមសម្លឹងមើលឡាននោះមិនព្រិចភ្នែកល្បឿនឡាននោះមិនលឿនទេប៉ុន្តែមិនអាចមើលឃើញមនុស្សខាងក្នុងបានទេសិនអានីងមានការសង្ស័យក្នុងចិត្តគាត់មិនដឹងថាពួកគេមកទីនេះដោយរបៀបណាឬមកទទួលខ្ញុំឬប៉ុន្តែភ្លាមក្រោយគាត់និយាយចប់ហេស៊ីមៀននៅក្បែរគាត់ស្រាប់តែស្រែកឈឺណាស់អានីងខ្ញុំមិនស្រួលខ្លាំងលឿននាំខ្ញុំទៅមន្ទីរពេទ្យសម្លេងគាត់សោកសៅខ្លាំងពោពេញដោយការភ័យខ្លាចទាក់ទាញការយកចិត្តទុកដាក់របស់សិនអានីងគាត់មើលភាពឈឺចាប់របស់ហេស៊ីមៀនគិតថាបើមានរឿងអ្វីកើតឡើងពិតប្រាកដគាត់មិនអាចពន្យល់ជាមួយមិត្តដែលស្លាប់ទៅបានទេអារម្មណ៍ចង់ទៅមើលនោះត្រូវបានបង្ខំឲ្យចុះសិនអានីងខំថ្មិញនិយាយទៅអ្នកបើកឡានទៅមន្ទីរពេទ្យដែលនៅជិតបំផុតលឿនឡានបង្កើនល្បឿនទៅមុខឡានគ្រួសារខ្ញុំបាត់ពីកញ្ចក់មើលក្រោយយ៉ាងឆាប់ភ្នែករបស់សិនអានីងនៅតែតាមដានទីនោះមានអារម្មណ៍ថានឹងមានរឿងអ្វីមួយកើតឡើងប៉ុន្តែគាត់មិនអាចនិយាយចេញបានគាត់លួងខ្លួនឯងថាប្រហែលមើលខុសប្រហែលគ្រាន់តែជាការចៃដន្យប៉ុន្តែអារម្មណ៍មិនស្ងប់នោះទើបជ្រលុកទឹកកាន់តែខ្លាំងឡើងឡានមកដល់មន្ទីរពេទ្យយ៉ាងឆាប់សិនអានីងនាំហេស៊ីមៀនរត់ចូលបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីរៀបចំអ្វីរួចពេលអង្គុយរងចាំនៅតាមផ្លូវខួរក្បាលគាត់មិនអាចគ្រប់គ្រងបានហើយនឹកដល់ខ្ញុំរូបភាពខ្ញុំពេញខ្លួនដោយឈាមតែងតែបង្ហាញឡើងក្នុងខួរក្បាលគាត់តើគាត់ខូចខើពេកចំពោះខ្ញុំមែនទេប៉ុន្តែគំនិតនេះទើបតែលេចឡើងក៏ត្រូវគាត់បង្ខំចិត្តបំបត្តិភ្លាមប្រាប់ខ្លួនឯងគឺចៅជាអ្នកខុសមុននេះជាការដាក់ទណ្ឌកម្មដែលខ្ញុំគួរតែទទួលប៉ុន្តែហេតុអ្វីបេះដូងគាត់មានអារម្មណ៍ឈឺចាប់ខ្លាំងបែបនេះមានអារម្មណ៍មិនស្ងប់បែបនេះលោកស្រី Shen លោកហ៊ីមិនមានបញ្ហាធ្ងន់ធ្ងរទេគ្រាន់តែរបួសជាលិកាទន់បន្តិចបន្តួចហើយភ័យខ្លាចខ្លាំងបន្តិចសម្រាប់ពី3ថ្ងៃនឹងជាសះស្បើយយល់ហើយអរគុណលោកវិជ្ជបណ្ឌិតនិយាយចប់គាត់ចូលបន្ទប់អ្នកជំងឺទីកំពុងផ្អែកលើក្បាលក្រែពេលឃើញគាត់ចូលមកភ្នែករបស់គាត់ក្រហមភ្លាមទីបំផុតអ្នកមកហើយទើបតែចង់និយាយក្រុមហ៊ុនស្រាប់តែទូរស័ព្ទមកជាបន្ទាន់ជំនួយការនៅម្ខាងទៀតនិយាយប៉ុន្មានម៉ាត់មកកាន់តែស្រពេចស្រពិល
យល់ហើយខ្ញុំនឹងទៅភ្លាមក្រុមហ៊ុនមានរឿងបន្ទាន់ខ្ញុំត្រូវទៅមុនមួយផ្លេតអ្នកសម្រាប់ឲ្យល្អមានអ្វីតាក់ទងមកខ្ញុំអ្នកមិនអាចទៅបានទេនៅជាមួយខ្ញុំមួយសន្ទុះទៀតបានទេឲ្យគីលានុបដ្ឋាយិកានៅជាមួយអ្នកខ្ញុំដោះស្រាយរឿងរួចនឹងត្រឡប់មកវិញនិយាយចប់គាត់បែរខ្លួនដើរចេញគ្មានការស្ទាក់ស្ទើរឡើយទើបដើរដល់ចំណតឡានក៏ឃើញរូបរាងដែលស្គាល់ម្នាក់ដើរចេញពីអគារមន្ទីរពេទ្យនៅម្ខាងទៀតទម្រង់ចំហៀងមុខរបស់បុរសនោះស្រដៀងឪពុកខ្ញុំខ្លាំងណាស់បេះដូងគាត់ក៏ចង់ទៅសួរសុខទុក្ខដោយមិនដឹងខ្លួនប៉ុន្តែចំហៀងជើងក៏ឈប់ឥឡូវខ្ញុំនៅតែត្រូវស្ដាយខ្លួននៅវីឡាតើគ្រួសារខ្ញុំអាចមកមន្ទីរពេទ្យបានយ៉ាងម៉េចប្រកាសជាគាត់នឹកខ្ញុំពេកដូច្នេះទើបមើលខុសមនុស្សបង្ក្រាបអារម្មណ៍ក្នុងចិត្តបើកឡានចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃបន្ទាប់គាត់ផ្ដោតទាំងស្រុងលើការងារព្យាយាមប្រើភាពងៀងញឹកបំភ្លេចអារម្មណ៍ប៉ុន្តែទូរស័ព្ទរបស់ហ៊ីទៅជាសញ្ញាប្រញាប់អាសន្នបន្តទូរស័ព្ទមកបញ្ឈប់ពួកខ្ញុំជឿម្ដងទៀតអ្នកអាចមកមើលខ្ញុំបានទេម្ហូបមន្ទីរពេទ្យមិនឆ្ងាញ់ទេអ្នកអាចធ្វើបបរឲ្យខ្ញុំបានទេដំបូងនៅតែអត់ធ្មត់លួងហ៊ីខ្ញុំនៅម្នាក់ឯងធុញណាស់អ្នកអាចនិយាយជាមួយខ្ញុំបន្តិចបានទេប៉ុន្តែបន្តិចម្ដងគាត់មានតែអារម្មណ៍រំខានខ្លាំងគាត់សន្យាថានឹងថែហ៊ីព្រោះជាការសន្យាចំពោះមិត្តប៉ុន្តែមិនមានន័យថាគាត់ត្រូវនៅជុំវិញនាងគ្រប់ពេលទេថ្ងៃបន្ទាប់ជំនួយការរត់ចូលការិយាល័យយ៉ាងប្រញាប់និយាយដោយមុខមាត់ធ្ងន់ធ្ងរលោកសិនលោកហ៊ីកំពុងបង្ករឿងចង់ធ្វើអត្តឃាតនៅមន្ទីរពេទ្យសំណាងល្អគីលានុបដ្ឋាយិការកឃើញទាន់ពេលឥឡូវអារម្មណ៍មិនស្ថិតស្ថេរខ្លាំងនិយាយថាត្រូវជួបអ្នកម្ដងរបស់កាន់តែជ្រួញការរំខានក្នុងចិត្តឡើងដល់កំពូលប៉ុន្តែចុងក្រោយគាត់មិនអាចមិនអើពើបានព្រោះហ៊ីជាប្តីរបស់មិត្តបើមានរឿងអ្វីកើតឡើងពិតប្រាកដគាត់មិនអាចពន្យល់បានគាត់អាចតែទុកការងារនៅដៃបើកឡានទៅមន្ទីរពេទ្យក្នុងបន្ទប់អ្នកជំងឺហ៊ីអង្គុយលើគ្រែភ្នែកហាមក្រហមពេលឃើញចូលមកគាត់រត់ទៅអបគាត់ភ្លាមយំយ៉ាងខ្លាំងទីបំផុតអ្នកមកហើយខ្ញុំគិតថាអ្នកមិនចង់បានខ្ញុំទៀតឈរនៅកន្លែងដដែលហើយនិយាយត្រជាក់លេងមានអ្វីនិយាយឲ្យល្អអូនឯងឥឡូវនេះខ្ញុំគ្មានអ្វីសោះហើយហៅបាត់ទៅហើយអ្នកក៏កាន់តែត្រជាក់ចំពោះខ្ញុំនៅរស់មានន័យអ្វីទៀតស្លាប់ទៅប្រហែលជាល្អជាងកុំធ្វើរឿងគ្មានហេតុផលខ្ញុំបានសន្យាជាមួយពូថានឹងថែរក្សាអ្នកនឹងហៅឥឡូវហៅមិននៅទៀតទេខ្ញុំនឹងបន្តថែរក្សាអ្នកឲ្យអ្នកគ្មានកង្វល់មួយរយៈខ្ញុំមិនចង់បានការធានាផ្នែកទ្រព្យសម្បត្តិទេខ្ញុំចង់ឲ្យអ្នកនៅក្បែរខ្ញុំអូនឯងខ្ញុំស្រឡាញ់អ្នកខ្ញុំដឹងថាក្នុងចិត្តអ្នកមានប៉ុន្តែនាងបានធ្វើឲ្យហៅឈឺចាប់នាងមិនសមនឹងទទួលស្នេហារបស់អ្នកទេអ្នកបែកពីនាងទៅហើយនៅជាមួយខ្ញុំបានទេមានទឹកមុខងឹតភ្លាមនាងមើលដោយភ្នែកពោពេញដោយការខកចិត្តកុំភ្លេចអត្តសញ្ញាណរបស់អ្នកខ្ញុំថែរក្សាអ្នកដោយសារការផ្ញើផ្ដាំរបស់ប៉ុណ្ណោះក្រៅពីនេះខ្ញុំគ្មានអារម្មណ៍ផ្សេងចំពោះអ្នកទេខ្ញុំបានថែរក្សាអ្នកយូរមកហើយដល់ពេលត្រឡប់ទៅគ្រួសារខ្ញុំវិញហើយចាប់ពីពេលនេះទៅប្រសិនបើអ្នកមានរឿងអ្វីស្វែងរកវេជ្ជបណ្ឌិតឬជំនួយការកុំទូរស័ព្ទមកខ្ញុំទៀតនិយាយចប់នាងមិនមើលទឹកមុខភ្ញាក់ផ្អើលនឹងឈឺចាប់របស់ទៀតទេហើយបែរខ្លួនដើរចេញពីមន្ទីរពេទ្យតកដង្ហើមវែងមួយទីបំផុតនាងអាចផុតពីការរំខានរបស់ទីបំផុតអាចនិយាយជាមួយខ្ញុំបានល្អស្រាប់តែនឹកឃើញថានាងមិនបានតាក់ទងខ្ញុំយូរហើយតាមធម្មតាទោះនាងមិនតាក់ទងខ្ញុំនឹងផ្ញើសារទៅនាងមុនសួរនាងថានៅទីណាបានញ៉ាំអាហារឬនៅហត់ឬអត់ប៉ុន្តែលើកនេះខ្ញុំមិនបានធ្វើអ្វីទាំងអស់ទៅជាបាត់ខ្លួនពីលោកនេះអារម្មណ៍មិនសុខស្រួលខ្លាំងកើតឡើងម្ដងទៀតខ្លាំងជាងលើកណាមុនទាំងអស់ប៉ុន្តែមុនពេលគិតច្រើនគម្រោងនៅបរទេសមានបញ្ហាភ្លាមគាត់ត្រូវកក់សម្បត្តិយន្តហោះលឿនបំផុតទៅទីនោះក្នុងថ្ងៃធ្វើដំណើរការងារគាត់ដើរគ្រប់ផ្លូវធំនិងតូចនៅទីនោះទិញបង្អែមជាច្រើនដែលខ្ញុំចូលចិត្តញ៉ាំកាត់បោះដោដែលខ្ញុំចូលចិត្តនិងសៀវភៅដែលខ្ញុំចង់បានជាយូរគាត់ស្រមៃពេលឃើញរបស់ទាំងនេះធ្វើឲ្យខ្ញុំសប្បាយចិត្តស្រមៃថាខ្ញុំនឹងដូចមុនអោបគាត់ហើយនិយាយថាស្រឡាញ់គាត់កាន់តែគិតបែបនេះចិត្តគាត់កាន់តែភ័យមិនអាចទប់បានផ្ញើសារមួយទៅខ្ញុំនៅបរទេសធ្វើដំណើរការងារខ្ញុំបានទិញកាដូជាច្រើនឲ្យចាំខ្ញុំត្រឡប់ទៅផ្ដល់ឲ្យអ្នកបន្ទាប់ពីផ្ញើសារមិនបានឆ្លើយតបឡើយនាងទូរស័ព្ទទៅខ្ញុំម្ដងទៀតប៉ុន្តែសំឡេងក្នុងទូរស័ព្ទនិយាយថាលេខដែលអ្នកហៅបានបិទទូរស័ព្ទបេះដូងធ្លាក់ចុះបន្តិចម្ដងខ្ញុំមិនដែលបិទទូរស័ព្ទទេទោះខឹងក៏ដោយក៏មិនដែលមិនតាក់ទងនាងយូរបែបនេះទេតើខ្ញុំមានបញ្ហាអ្វីមែនទេគំនិតមួយវិលវល់ក្នុងខួរក្បាលធ្វើឲ្យនាងអង្គុយមិនស្ងប់បញ្ចប់ការធ្វើដំណើរការងារប្រញាប់ត្រឡប់មកប្រទេសវិញបន្ទាប់ពីចុះពីយន្តហោះនាងកាន់កាដូហើយបើកឡានត្រឡប់ផ្ទះបើកទ្វារវីឡាកន្លែងដាក់ស្បែកជើងស្ងាត់ស្ងៀមគ្មានមនុស្សម្នាក់ឡើយនាងហៅឈ្មោះម្ដងដោយមិនដឹងខ្លួនសំឡេងលាន់ក្នុងបន្ទប់ទទួលភ្ញៀវទេប៉ុន្តែមិនមានការឆ្លើយតបឡើយខ្ញុំនឹងបង្ហាញខ្លួននៅមុខភ្លាមប៉ុន្តែលើកនេះមានតែភាពស្ងៀមស្ងាត់ដូចស្លាប់បេះដូងរបស់ញ័រខ្លាំងភ្លាមអំណោយនៅក្នុងដៃធ្លាក់លើដីភ្លាម
ប៉ុន្តែនាងមិនមានពេលរៀបចំទេនាងបែរខ្លួនហើយរត់ឡើងទៅជាន់លើភ្លាមទ្វារបន្ទប់គេងបើកបន្តិចនាងបើកទ្វារឃើញខាងក្នុងទេគ្មានសញ្ញាថាមានអ្នករស់នៅឡើយគាត់បានរត់ចូលបន្ទប់សៀវភៅម្ដងទៀតក៏គ្មានមនុស្សដែរគាត់រត់ស្វែងរកគ្រប់ជ្រុងនៃវីឡាស្រែកហៅឈ្មោះខ្ញុំជាច្រើនដងប៉ុន្តែអ្វីដែលឆ្លើយតបគាត់មានតែសំឡេងដង្ហើមរបស់គាត់ដែលកាន់តែលឿនខ្ញុំមិននៅទីនេះខ្ញុំមិននៅពិតប្រាកដអង្គុយលើកម្រាលអែបខួរក្បាលគាត់ទេមិនដឹងហេតុអ្វីគាត់ស្រាប់តែនឹកឃើញរូបភាពខ្ញុំដែលពេញទៅដោយឈាមនៅថ្ងៃនោះគាត់ខំងើបឡើងរត់ចុះជណ្ដើរអ្នកបម្រើសំឡេងក៏រត់ចេញមកមុខពួកគេពោពេញដោយការភ័យខ្លាចលោកមានអ្វីកើតឡើងនៅឯណាគាត់អ្នកគ្រប់គ្រងផ្ទះភ័យដោយសាររូបរាងគាត់បូមាត់ញ័រមិនអាចនិយាយបានលោកថ្ងៃនោះលោកគាត់ដេកនៅក្រោមជណ្ដើរពេញខ្លួនដោយឈាមពួកយើងភ័យខ្លាចណាស់ចង់ទៅជួយប៉ុន្តែបានឬគាត់ទូរស័ព្ទមួយមិនយូរប៉ុន្មានលោកនិងលោកស្រីបានមកដល់ពួកគេនាំលោកទៅឡានហើយបញ្ជូនទៅមន្ទីរពេទ្យមន្ទីរពេទ្យណាគាត់យ៉ាងម៉េចហើយពេលណាត្រឡប់មកវិញពួកយើងមិនដឹងទេពួកគេចេញទៅយ៉ាងប្រញាប់មិនបានប្រាប់ឈ្មោះមន្ទីរពេទ្យទេក៏មិនបានប្រាប់ថាពេលណាត្រឡប់មកវិញពួកយើងបានឮសំឡេងលោកនិយាយតិចថាគាត់នឹងមិនត្រឡប់មកទៀតទេគាត់នឹកឃើញឡានគ្រួសារខ្ញុំនៅថ្ងៃនោះនឹកឃើញស្រមោលមនុស្សដែលទៅរកឪពុកខ្ញុំនឹកឃើញសារដែលគាត់ផ្ញើមកខ្ញុំការហៅទូរស័ព្ទក៏គ្មានការឆ្លើយតបដើមឡើយមិនមែនគាត់មើលខុសទេក៏មិនមែនគាត់គិតច្រើនទេខ្ញុំជួបគ្រោះថ្នាក់ពិតប្រាកដគ្រួសារខ្ញុំមកយកខ្ញុំពិតប្រាកដប៉ុន្តែដោយសារការរំខានរបស់គាត់បានជ្រើសរើសបោះបង់ខ្ញុំម្ដងហើយម្ដងទៀតការសោកស្ដាយនិងការស្ដីបន្ទោសខ្លួនឯងកើនឡើងក្នុងចិត្តកាន់ក្បាលហើយអង្គុយចុះលើដីរងទុក្ខយ៉ាងខ្លាំងខ្ញុំតែងតែយំប៉ុន្តែនាងដឹងថាពេលនេះការសុំទោសប៉ុន្មានក៏មិនអាចកែប្រែបានទេគិតដល់ចំណុចនេះហៅទូរស័ព្ទទៅជំនួយការបញ្ជូនមនុស្សទៅស៊ើបភ្លាមស្វែងរកទីតាំងរបស់ស្វែងរកថានាងទៅមន្ទីរពេទ្យណាឥឡូវនៅទីណារកឃើញព័ត៌មានណាមួយប្រាប់ខ្ញុំភ្លាមមិនគិតពីតម្លៃណាក៏ដោយបិទទូរស័ព្ទនាងដើរទៅមកក្នុងបន្ទប់ទទួលភ្ញៀវដោយអន្ទះសារក្នុងខួរក្បាលពោពេញដោយរូបភាពខ្ញុំពេលគិតបេះដូងនាងកាន់តែឈឺចាប់នៅលើដំបូលអគារនិយាយថាបើអ្នកមិនមកជួបនាងនឹងលោតចុះក្រោមចិញ្ចាំជ្រួញក្នុងចិត្តនៅសល់តែការរំខាននិងកំហឹងបុរសម្នាក់នេះតែងតែបង្កបញ្ហាឲ្យគាត់នៅពេលសំខាន់កណ្ដាប់ដៃរបស់ក្តាប់យ៉ាងខ្លាំងការឈឺចាប់ធ្វើឲ្យគាត់ភ្ញាក់ខ្លួនបន្តិចគាត់មិនអាចឲ្យស្លាប់បានទេយ៉ាងហោចណាស់មិនអាចឲ្យនាងស្លាប់ពេលនេះប្រាប់នាងខ្ញុំនឹងទៅភ្លាមពិតទូរស័ព្ទគាត់បើកឡានទៅមន្ទីរពេទ្យប៉ុន្តែតាមផ្លូវនេះក្នុងខួរក្បាលគាត់មានតែខ្ញុំចង់ចាក់ចេញពីគាត់ជារៀងរហូតមែនឬដោយសារការមិនទុកចិត្តរបស់គាត់ភាពខុសខើរបស់គាត់ការលំអៀងរបស់គាត់ឡានមកដល់មន្ទីរពេទ្យយ៉ាងលឿនច្រកចូលដំបូលត្រូវបានប៉ូលីសនិងបុគ្គលិកពេទ្យឡោមព័ទ្ធបានរុញចូលទៅឃើញឈរនៅក្រៅរបងឃើញគាត់មកដល់ភ្នែករបស់ភ្លឺឡើងភ្លាមទីបំផុតអ្នកមកហើយចុះមកមានរឿងអ្វីចុះមកសិនចាំនិយាយស្ទាក់ស្ទើរមួយផ្លែតចុងក្រោយក៏ឡើងចុះយឺតត្រូវបានបុគ្គលិកពេទ្យជួយទៅម្ខាងតើចូលមកខំទប់កំហឹងក្នុងចិត្តហើយសួរតើអ្នកចង់លេងល្បិចអ្វីទៀតខ្ញុំមិនបានធ្វើដោយចិត្តណាទេខ្ញុំគ្រាន់តែភ័យខ្លាចពេកខ្ញុំដឹងបានចាក់ចេញពីអ្នកហើយឥឡូវនេះចិត្តអ្នកប្រកាសជាមិនស្រួលទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកនៅជាមួយខ្ញុំបន្ថែមតើអ្នកដឹងថាគេចាក់ចេញដោយរបៀបណាថ្ងៃនោះថ្ងៃដែលអ្នកបញ្ជូនខ្ញុំមកមន្ទីរពេទ្យខ្ញុំបានឃើញលោកនិងឪពុកម្ដាយរបស់គេនៅក្នុងបន្ទប់ពេទ្យខ្ញុំគិតថាអ្នកដឹងរឿងនេះដូច្នេះខ្ញុំមិនបានប្រាប់អ្នកបានឃើញមែនទេអ្នកបានឃើញគេមែនទេពេលនោះគេមានសភាពយ៉ាងម៉េចគេទៅណាខ្ញុំក៏មិនដឹងថាគេទៅណាទេខ្ញុំគ្រាន់តែឃើញពួកគេចាក់ចេញពីមន្ទីរពេទ្យយ៉ាងប្រញាប់ខ្ញុំខ្លាចថាប្រាប់អ្នកហើយអ្នកនឹងទៅរកគេលោកស្អប់ខ្ញុំខ្លាំងណាស់ពេលគេត្រឡប់មកវិញគេប្រកាសជាធ្វើបាបខ្ញុំដូច្នេះខ្ញុំមិនហ៊ាននិយាយតើអ្នកដឹងទេថាអ្នកបានធ្វើអ្វីរាងកាយញ័របន្តិចអារម្មណ៍វិលមុខខ្លាំងបានវាយប្រហារទីបំផុតគេយល់ថាខ្លួនខុសខ្លាំងប៉ុណ្ណាចេញទៅចាប់ពីពេលនេះទៅកុំបង្ហាញមុខនៅមុខខ្ញុំទៀតបន្ទាប់ពីនិយាយចប់គេមើលទៅមួយផ្លែតហើយបែរខ្លួនដើរចេញខ្ញុំបើកភ្នែកនៅក្នុងពន្លឺព្រើ
អ្វីដែលឃើញដំបូងគឺក្នុងឪពុកម្ដាយពួកគេឈរនៅក្បែរក្រែពេទ្យនិយាយសំឡេងទាបសំឡេងរបស់ពួកគេទាបខ្លាំងប៉ុន្តែខ្ញុំនៅតែគ្រប់ពាក្យពេលភ្ញាក់យើងនឹងទៅក្រៅប្រទេសភ្លាមមិនត្រឡប់មកវិញទៀតទេមិនឲ្យគេមានទំនាក់ទំនងជាមួយទៀតទេគិតដល់ថ្ងៃនោះដែលគេពេញខ្លួនដោយឈាមខ្ញុំនៅតែភ័យខ្លាចឈ្មោះនេះដូចជញ្ចូលតូចមួយចាក់ចូលបេះដូងខ្ញុំដោយមិនបានរំពឹងរូបភាពទាំងនោះលេចឡើងយ៉ាងលឿនក្នុងខួរក្បាលទឹកភ្នែកហូរចេញដោយមិនអាចគ្រប់គ្រងបានបាត់បង់ថ្លៃព្យាបាលទាំងអស់ប៉ុន្តែប៉ុន្មានវិនាទីក្រោយខ្ញុំលើកដៃជូតទឹកភ្នែកខ្លាំងប៉ាម៉ាក់អ្នកភ្ញាក់ហើយតើមានអារម្មណ៍យ៉ាងម៉េចមានកន្លែងណាមិនស្រួលទេខ្ញុំមិនអីទេគ្រាន់តែហត់បន្តិចមិនអីល្អហើយមិនអីល្អហើយអ្នកមិនដឹងទេខ្ញុំនិងឪពុកអ្នកភ័យខ្លាចស្ទើរស្លាប់ព្រោះយើងខ្លាចថានឹងមិនបានឃើញអ្នកទៀតវាកន្លងផុតហើយឥឡូវខ្ញុំមិនអីទេមែនទេឥឡូវខ្ញុំមិនអីទេប៉ាពេលណាយើងចេញក្រៅប្រទេសចាំអ្នកចេញពីមន្ទីរពេទ្យហើយទៅឯកសាររៀបចំរួចហើយភ្នែកខ្ញុំនឹកបន្តិចហើយខ្ញុំមិននិយាយអ្វីខ្ញុំនៅមានអំណោយធំមួយរៀបចំហើយត្រៀមប្រគល់ឲ្យគេនៅថ្ងៃចាក់ចេញប៉ុន្មានថ្ងៃបន្ទាប់ខ្ញុំសម្រាកនៅមន្ទីរពេទ្យដោយស្ងប់ស្ងាត់ថ្ងៃចេញពីមន្ទីរពេទ្យគ្រួសារ3នាក់កាន់អីវ៉ាន់តិចតួចឡើងយន្តហោះទៅក្រៅប្រទេសនៅពេលយន្តហោះហោះឡើងខ្ញុំមើលទីក្រុងដែលតូចចុះតាមបង្អួចហើយបិទភ្នែកស្រាលក្នុងពេលដំណើរគ្នានៅក្នុងបន្ទប់ប្រជុំរបស់អង្គុយនៅកៅអីមេនិយាយលេងសើចជាមួយដៃគូប៉ុន្តែមានតែគេផ្ទាល់ដឹងថាចិត្តគេមិននៅលើការចរចាទេជំនួយការបានស្វែងរកជាច្រើនថ្ងៃប៉ុន្តែដឹងត្រឹមថាខ្ញុំត្រូវឪពុកម្ដាយយកទៅបេះដូងរបស់គេដូចជាមានដុំធ្ងន់ធំសង្កត់ពីលើមានអារម្មណ៍ធ្ងន់ធ្ងរធ្វើឲ្យគេពិបាកដកដង្ហើមនៅពេលនោះទ្វារបន្ទប់ប្រជុំត្រូវបានគូសយ៉ាងស្រាលជំនួយការកាន់កញ្ចប់មួយចូលមកលោកશែនមានកញ្ចប់របស់លោកត្រូវការឲ្យលោកចុះហត្ថលេខាទទួលផ្ទាល់ទុកសិនចាំនិយាយប៉ុន្តែលោកશែនសម្លេងជំនួយការបានបន្ថយចុះអ្នកដឹកជញ្ជូនបាននិយាយថានេះជារបស់ដែលលោកចៅផ្ញើមកម្រាមដៃរបស់ញ៉ៅបន្តិចគេប្រញាប់បើកកញ្ចប់ខាងក្នុងបង្ហាញកែវខ្លាមួយពេលឃើញអ្វីនៅក្នុងកែវរាងកាយរបស់កកជាប់ភ្លាមខួរក្បាលរបស់ទេស្អាតអារម្មណ៍ចង់ក្អួតខ្លាំងបានកើនឡើងក្នុងចិត្តគេលើកដៃចង់ប៉ះកែវនោះប៉ុន្តែឈប់នៅកណ្ដាលអាកាសចុងរាំដៃញ័រខ្លាំងនៅពេលនោះសំឡេងចរន្តអគ្គិសនីតិចបាននៅឡើងសំឡេងនោះឆ្លុះបន្លឺក្នុងបន្ទប់ប្រជុំស្ងាត់គឺអ្នកទោះបីជាវាដើម្បីតំណែងរបស់ក៏ដោយគ្រាន់តែខ្ញុំរៀបការជាមួយនាងខ្ញុំនឹងមានទ្រព្យសម្បត្តិនិងកិត្តិយសមិនចេះអស់តែអ្នកគ្រាន់តែជាការចង់ចិត្តរបស់គេកាលនៅវ័យក្មេងហើយអ្វីបានជាអ្នកកាន់កាប់គេយូរយ៉ាងនេះឈរនៅកន្លែងដើមភ្នែកសម្លឹងទៅកាន់ឧបករណ៍ថតសំឡេងដូច្នេះអ្វីទាំងអស់គឺคล้ายមិនមែនខ្ញុំសម្លាប់ទេគឺរៀបចំសម្ដែងរឿងទាំងអស់សូម្បីតែថ្ងៃដែលខ្ញុំត្រូវបញ្ជូនទៅឃុំខ្លួនខ្ញុំក៏ទទួលរងការធ្វើទារុណកម្មដ៏ឃោរឃៅក្នុងបន្ទប់ប្រជុំសល់តែម្នាក់នឹងកែវខ្លានោះគេបានសម្លាប់កូនរបស់ខ្លួនដោយដៃខ្លួនឯងហើយរុញច្រានបុរសដែលស្រឡាញ់គេខ្លាំងបំផុតចេញឥឡូវនេះខ្ញុំបានចាក់ចេញនាំយកការឈឺចាប់និងភាពអស់សង្ឃឹមទាំងអស់ចេញពីពិភពរបស់គេមិនត្រឡប់មកវិញទៀតទេកាន់កែវខ្លានោះអង្គុយចុះលើដេកយំដោយបាត់សម្លេងខ្ញុំឈឺចាប់និងអស់សង្ឃឹមបន្លឺឡើងក្នុងបន្ទប់ប្រជុំទំនេរយូរមិនបាត់បន្ទាប់ពីការឈឺចាប់នឹកឃើញអ្វីមួយភ្លាមគេស្ទាបទៅកាន់ពោះខ្លួនដោយប្រញាប់នៅទីនោះនៅមានជីវិតថ្មីមួយកំពុងលូតលាស់គេចង់ប្រើវាដើម្បីសងជំនួសកូនរបស់គេបើកភ្នែកសម្លឹងពីដានទឹកភ្នែកហូរតាមជ្រុងភ្នែករូបភាពពីមុនត្រឡប់ក្នុងខួរក្បាលម្ដងហើយម្ដងទៀតគ្រប់រូបភាពដូចជាកាំបិតមុតចាក់បេះដូងរបស់គេយ៉ាងខ្លាំងពេលចេញពីបន្ទប់ផ្ទះកាត់មុខរបស់ស្លេកដូចក្រដាសគេមិនត្រឡប់ទៅផ្ទះទេប៉ុន្តែទៅកាន់បន្ទប់អ្នកជំងឺរបស់ភ្លាមពេលទៅដល់មាត់ទ្វារកយសំឡេងពេញចិត្តរបស់ត្រូវគឺថ្នាំប្រភេទនោះត្រូវតែឲ្យប្រើដើម្បីឲ្យគេចាក់ចេញពីខ្ញុំមិនបានពេញមួយជីវិតបានយកស្ត្រីអាក្រក់នោះចេញទៅហើយអាចជារបស់ខ្ញុំតែប៉ុណ្ណោះជំហានរបស់ឈប់ភ្លាមភ្លើងកំហឹងក្នុងភ្នែកឡើងដល់កំពូលដល់ពេលនេះហើយគេនៅតែរៀបចំផែនការនៅតែចង់ជាប់តាក់ទងជាមួយគេថែមទាំងចង់ប្រើថ្នាំគ្រប់គ្រងគេអូហេតុអ្វីអ្នកមកទីនេះអ្នកកំពុងធ្វើអ្វីគ្មានអ្វីទេគ្រាន់តែទូរស័ព្ទនិយាយជាមួយមិត្តនិយាយលេងបន្តិចប៉ុណ្ណោះនិយាយលេងនិយាយពីរបៀបប្រើថ្នាំគ្រប់គ្រងខ្ញុំនិយាយពីរបៀបកំចាត់មុខរបស់កាន់តែស្លេកបូមាត់ញ័រនិយាយមិនចេញមិនមើលនាងទៀតទេបែរជាយកកែវខ្លាក្នុងដៃដាក់លើតុបាយក្រែនេះជាអំណោយសម្រាប់អ្នកភ្នែករបស់ធ្លាក់ទៅលើកែវខ្លា
ពណ៌ឈាមលើមុខបាត់ភ្លាមទេកុំនាងមិនដែលគិតថាមិននឹកស្មានថានាងយករបស់នេះមកឲ្យគាត់ទេមិនហើយមិនចង់បានទេដើរចូលទៅរកគាត់បន្តិចម្ដងភ្នែកពោពេញដោយការស្អប់គឺច្បាស់ជាគាត់ជាអ្នកផ្ញើមកដោយចិត្តណាធ្វើឲ្យខ្ញុំខឹងគាត់មិនគួររស់នៅល្អទេពិតមាត់ស្រែកដោយកំហឹងភ្លាមភ្លើងកំហឹងក្នុងភ្នែកស្ទើរតែលេបគាត់ទាំងមូលបុរសម្នាក់នេះដល់ពេលនេះនៅតែបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំអ្នកគ្មានសិទ្ធិនិយាយបែបនេះពីគាត់ទេសម្លេងរបស់ត្រជាក់ដូចទឹកកកដល់ពេលនេះអ្នកនៅមិនទាន់ដឹងថាខ្លួនខុសត្រង់ណាទេគាត់ដកម៉ាស៊ីនថតសម្លេងចេញពីក្នុងអាវចុចប៊ូតុងចាក់សម្លេងអាក្រក់របស់លាន់ឡើងម្ដងទៀតមុខរបស់ប្រែជាស្លេកភ្លាមមិនគាត់មានការថតសម្លេងនេះមិនគាត់ដឹងការពិតទាំងអស់អ្នកបានឬហើយឬនៅសម្លេងរបស់ពោពេញដោយការចំអកមកដល់ពេលនេះអ្នកនៅតែបន្ទោសជាក់ស្ដែងគឺអ្នកផ្ទាល់បានសម្លាប់កូនរបស់អ្នកដោយដៃខ្លួនឯងឥឡូវនេះបែរជាយកកំហុសទាំងអស់ទៅដាក់លើគាត់ពិតជាខូខើខ្លាំងណាស់ខ្ញុំមិនដែលគិតថាជាមនុស្សល្អបែបនោះបែរជារៀបការជាមួយបុរសមានចិត្តអាក្រក់ដូចអ្នកសម្លេងរបស់ពោពេញដោយការសោកស្ដាយគ្មានទីបញ្ចប់ហើយខ្ញុំកាន់តែមិននឹកស្មានខ្ញុំជឿអ្នកអស់រយៈពេលយូរទេមិនមែនបែបនេះទេស្រែកឡើងភ្លាមហើយក្រវីក្បាលយ៉ាងខ្លាំងគឺទាំងអស់ជាកំហុសរបស់បើមិនមែនដោយសារគាត់អ្នកនឹងស្រឡាញ់ខ្ញុំបើមិនមែនដោយសារគាត់ក៏មិនស្លាប់ដែរគាត់បានបំផ្លាញអ្វីទាំងអស់របស់ខ្ញុំគាត់នៅតែរកលេនៅតែគេចវេសពីការទទួលខុសត្រូវភាពអត់ធ្មត់របស់អស់ទាំងស្រុងភ្លើងកំហឹងក្នុងចិត្តមិនអាចទប់បានទៀតនាងបង្ហាញសញ្ញាទៅកាន់អង្គរៈចូលមកភ្លាមចាប់នាងផ្ទួទៅជាប់ជញ្ជាំងមុខរបស់ក្រហមខ្លាំងដៃរបស់នាងវាយដៃអង្គរៈយ៉ាងខ្លាំងព្យាយាមរួចខ្លួនតែអាចបញ្ចេញសម្លេងតែឧបណោះដល់ពេលនេះនៅមិនព្រមទទួលកំហុសភ្នែករបស់ត្រជាក់សម្លេងពោពេញដោយភាពតឹងរ៉ឹងឲ្យខ្ញុំប្រាប់អ្នកថាអ្នកខុសត្រង់ណាទី1អ្នកមិនគួរធ្វើបាបទេនាងមានចិត្តល្អបែបនេះប៉ុន្តែអ្នកប្រើវិធីអាក្រក់បែបនេះបង្កប់នាងបំផ្លាញអ្វីរបស់នាងទី2អ្នកមិនគួរយកឈ្មោះមករំខានខ្ញុំទេគាត់ជាមិត្តល្អបំផុតរបស់ខ្ញុំប៉ុន្តែអ្នកយកការស្លាប់របស់គាត់មកប្រើដើម្បីសម្រេចគោលបំណងទី3អ្នកមិនគួរធ្វើបាបគាត់ទេគាត់ជាស្នាមដានតែមួយគត់ដែលទុកនៅលើโลกនេះអ្នកបែរជាធ្វើបាបគាត់ដោយដៃខ្លួនឯងដើម្បីចំណងផ្ទាល់ខ្លួននាងព្យាយាមនិយាយពីរបីពាក្យដោយសម្លេងស្ទើរតែមនុស្សប៉ុន្តែដូចជាមិនបាននឿភ្នែកគ្មានការស្ទាក់ស្ទើរឈរនៅមុខគាត់កំហឹងមិនទាន់បាត់ប៉ុន្តែមានភាពអស់សង្ឃឹមបន្ថែមមិនទាន់ទុកសម្រាប់បាននាំគាត់ទៅកាន់ទីបញ្ចុះសុខក្រៅទីក្រុងក្រោយចុះពីឡានមនុស្សទាំងអស់ឈប់នៅមុខភ្នូមួយមនុស្សលើសាលាចារឹកភ្នូញឹមយ៉ាងសុភាពគឺប្រពន្ធរបស់សម្លេងរបស់ត្រជាក់គ្មានសីតុណ្ហភាពលើកជង្គង់ចុះមើលរូបប្រពន្ធលើភ្នូរាងកាយញ័រមិនអាចគ្រប់គ្រងប៉ុន្តែមិនព្រមលើកជង្គង់ខ្ញុំមិនលុតទេខ្ញុំមិនខុសទេមិនខុសសាច់តិចដោយការមើលងាយអ្នកបានសម្លាប់កូនតែមួយរបស់គាត់ដោយដៃខ្លួនឯងបំផ្លាញអ្វីរបស់ខ្ញុំនឹងអ្នកនៅហ៊ាននិយាយថាអ្នកមិនខុសគាត់បែរទៅមើលអង្គរៈនៅពីក្រោយចាប់គាត់ឲ្យគាត់អោនក្បាលសុំទោសរហូតដល់ខ្ញុំពេញចិត្តបាទអង្គរៈពីរអ្នកចូលមកចាប់ដៃរបស់ពីរសងខាងបង្ខំឲ្យគាត់លុតជង្គង់លើដីទេខ្ញុំមិនចង់ទេដោះលែងខ្ញុំហ៊ីសេណែនតស៊ូយ៉ាងខ្លាំងតែមិនអាចធ្វើអ្វីបានសម្លេងរបស់នៅតែត្រជាក់ដដែលហ៊ីសេណែនខំថ្មិញសម្លឹងមើលរូបថតលើភ្នូយ៉ាងខ្លាំងមិនព្រមនិយាយអ្វីឡើយម្ដងទៀតមានសម្លេងមួយផ្ញើស្បុកទៅនឹងផ្ទាំងថ្មយ៉ាងខ្លាំងសម្លេងរបស់កាន់តែខឹងឡើងភ្លើងកំហឹងក្នុងភ្នែកបានឆាប់ឆេះម្ដងទៀតសុំទោសផ្ញើរបស់ហ៊ីសេណែនក្រហមពេញមួយផ្ទាំងការឈឺចាប់ធ្វើឲ្យទឹកភ្នែកហូរមិនឈប់ប៉ុន្តែគាត់នៅតែមិនព្រមអន់ក្បាលខ្ញុំមិនខុសទេគាត់លែងស្រឡាញ់ខ្ញុំយូរហើយហៅក៏គ្រាន់តែជាបន្ទុកមួយវាហ៊ីសេណែនមួយដៃយ៉ាងខ្លាំងធ្វើឲ្យគាត់បែរមុខទៅខាងអ្នកគ្មានសិទ្ធិនិយាយពីទេកាន់តែគ្មានសិទ្ធិនិយាយពីស្នេហាសម្លេងរបស់គាត់ពោពេញដោយការខកចិត្តនិងកំហឹងមនុស្សអាត្មានិយមដូចអ្នកមានចិត្តសាហាវដូចពស់និងខ្យាដំរីមិនយល់ថាអ្វីទៅជាស្នេហាទេនិយាយចប់បង្ហាញសញ្ញាឲ្យអ្នកការពារខ្ញុំខុសហើយខ្ញុំមិនគួរសម្លាប់ហៅទេខ្ញុំមិនគួរសម្លាប់ចៅយាយឆៃទេសូមអភ័យទោសឲ្យខ្ញុំសូមលែងខ្ញុំទៅស្ដាប់ការសារភាពយឺតយ៉ាវរបស់គាត់ប៉ុន្តែក្នុងភ្នែកគ្មានការរំជួលចិត្តឡើយការសុំទោសទាំងនេះមកយឺតពេកហើយមិនអាចស្ដាប់ឬទៀតទេកូនដែលមិនទាន់កើតនោះក៏មិនអាចស្ដាប់ឬទៀតទេខ្ញុំក៏មិនអាចស្ដាប់ឬទៀតដែរគាត់បានស្ងៀមស្ងាត់អស់រយៈពេលរហូតដល់ហ៊ីសេណែនយំរហូតស្ទើរសន្លប់ទើបនិយាយទៅកាន់អ្នកការពារឈប់អ្នកការពារដោះដៃចេញហ៊ីសេណែនដួលលើដីមិនបានមើលនាងទេគ្រាន់តែគោរពជ្រៅទៅកាន់ភ្នូសុំទោស
ខ្ញុំមិនបានថែរក្សាហៅឲ្យល្អទេមិនបានមើលឃើញមុខពិតរបស់បុរសនេះទេធ្វើឲ្យអ្នកខកចិត្តហើយនិយាយចប់នាងបែរទៅនិយាយជាមួយអ្នកការពារនាំនាងទៅបន្ទប់បូជាទេខ្ញុំមិនទៅបន្ទប់បូជាទេទីនោះពេញដោយបានវិញ្ញាណអ្នកស្លាប់ខ្ញុំខ្លាចសូមកុំបោះខ្ញុំនៅទីនោះហើយពិចារណាកំហុសឲ្យបានល្អពេលណាដែលដឹងថាខ្លួនឯងខុសពិតប្រាកដពេលនោះទើបចេញមករថយន្តចាប់ផ្ដើមម្ដងទៀតបើទៅកាន់បន្ទប់បូជាស្ថិតនៅលើជើងភ្នំគ្មានអ្នករស់នៅពេញមួយឆ្នាំខាងក្នុងដាក់បានវិញ្ញាណបុកបុរសគ្រួសារឆៃចំនួនស្ងាត់ស្ងៀមគួរឲ្យខ្លាចរញយីសេណែនចូលបន្ទប់បូជាចាក់សោទ្វារពីខាងក្រៅកុំបើកទ្វារខ្ញុំខ្លាចខ្ញុំមិនចង់នៅទីនេះទេសូមដោះលែងខ្ញុំចេញយីសេណែនវាយទ្វារយ៉ាងខ្លាំងសំឡេងពោពេញដោយការភ័យខ្លាចនៅខាងក្រៅទ្វារជំហានរបស់ឈប់បន្តិចប៉ុន្តែមិនបានបែរមកទេត្រឡប់ទៅវាមានស្ងាត់អារម្មណ៍របស់បានបាក់បែកទាំងស្រុងគាត់បានបញ្ចុះសកូននៅក្នុងសួនវិមានបន្ទាប់មកនៅម្នាក់ឯងក្នុងបន្ទប់មិនញ៉ាំមិនផឹករយៈពេល3ថ្ងៃពេញគាត់ឲ្យជំនួយការស្វែងរកដំណឹងរបស់ខ្ញុំហើយតាក់ទងគ្រូសាចៅម្ដងហើយម្ដងទៀតចង់ដឹងព័ត៌មានរបស់ខ្ញុំប៉ុន្តែរាល់លើកដែលទទួលបានគឺការបដិសេធដ៏ត្រជាក់ពីគ្រូសាចៅទីបំផុតមិនទទួលបានអ្វីសោះនៅពេលដែលគាត់ស្ទើរអស់សង្ឃឹមជំនួយការបានផ្ញើរូបថតមិនច្បាស់មួយមកភ្លាមលោកឆេនមានមនុស្សម្នាក់នៅបរទេសបានឃើញរូបរាងដូចលោកចៅខ្លាំងណាស់នេះជារូបថតដែលអ្នកឃើញផ្ទាល់បានថតពេលដងរបស់លោកខ្លាំងគាត់បើករូបថតដោយដៃញ័របុរសក្នុងរូបថតចំហៀងមុខដូចខ្ញុំដូចគ្នាទាំងស្រុងគឺខ្ញុំប្រកាសជាខ្ញុំភ្នែករបស់ភ្លឺឡើងភ្លាមភាពអស់សង្ឃឹមដែលបានសន្សំទុកទីបំផុតត្រូវបានជំនួសដោយក្តីសង្ឃឹមតិចគាត់សម្រេចចិត្តភ្លាមថានឹងទៅក្រៅប្រទេសស្វែងរកខ្ញុំប៉ុន្តែពេលគាត់ប្រាប់ការសម្រេចចិត្តនេះដល់គ្រួសារគាត់ត្រូវបានប្រឆាំងយ៉ាងខ្លាំងមិនបានទេអ្នកមិនអាចទៅក្រៅប្រទេសបានទេអាជីវកម្មគ្រួសារត្រូវការអ្នកគ្រប់គ្រងតើអ្នកអាចដើម្បីបុរសម្នាក់មិនខ្វល់ពីផលប្រយោជន៍គ្រួសារបានយ៉ាងដូចម្តេចលើពីនេះទៅទៀតគ្រួសារបានបញ្ជាក់ច្បាស់រួចហើយថាមិនចង់មានទំនាក់ទំនងជាមួយអ្នកទៀតអ្នកទៅទីនោះក៏គ្រាន់តែរកភាពអាម៉ាស់ខ្លួនឯងលោកតាខ្ញុំត្រូវតែទៅភ្នែករបស់ពោពេញដោយការតាំងចិត្តគឺជាបុរសដែលខ្ញុំស្រឡាញ់បំផុតក្នុងជីវិតនេះខ្ញុំត្រូវតែរកគាត់ឲ្យឃើញហើយសូមការអភ័យទោសពីគាត់ប្រសិនបើរកគាត់មិនឃើញខ្ញុំនឹងមិនអាចស្ងប់ចិត្តពេញមួយជីវិតអ្នកពិតជាមិនអាចជួយបានទេលោកតាខឹងរហូតវាយទៅហើយក្រោកឡើងប្រសិនបើអ្នកទូចទៅក្រៅប្រទេសត្រូវទទួលការបដិសេធទោសបន្ថែមវាយ99ដងបើអ្នកអាចទ្រាំបានចូលទៅបើទ្រាំមិនបានចូលស្នាក់នៅផ្ទះហើយគ្រប់គ្រងអាជីវកម្មដោយស្ងៀមស្ងាត់រាងកាយរបស់គាត់ស្ទះភ្លាមគាត់ដឹងថាច្បាប់គ្រួសារតឹងរឹងប៉ុណ្ណាវាយ99ដងមិនស្លាប់ក៏របួសធ្ងន់ប៉ុន្តែគិតដល់ខ្ញុំការជិះចាប់តិចតួចនេះមិនមែនជាអ្វីទេណាអាចឲ្យខ្ញុំទៅរកគុំថាឡើយ99ដងបីជា199ដងក៏ដោយខ្ញុំក៏ទទួលយកលោកតាមិននឹកស្មានថាគាត់រឹងរូសដល់ថ្នាក់នេះទីបំផុតនៅតែបញ្ជាអ្នកមកយកច្បាប់គ្រួសារមនុស្សចាស់ពីរនាក់ក្នុងគ្រួសារកាន់រំពាត់វែងដើរចូលមកលើកជង្គង់លើដីគ្មានការស្ទាក់ស្ទើរឡើយឥឡូវនេះអ្នកពេញចិត្តហើយឬនៅលោកតាមើលរូបរាងដ៏លំបាករបស់គាត់ដោយមានអារម្មណ៍ស្មុគស្មាញលើកក្បាលឡើងយ៉ាងលំបាកនិយាយពាក្យមួយឃ្លាលោកតាខ្ញុំចង់ទៅក្រៅប្រទេសទីបំផុតគាត់នៅតែមិនអាចបញ្ឈប់គាត់បានទៅចុះចង់ចាំថាមិនថាលទ្ធផលយ៉ាងណាវាជាវាសនារបស់អ្នកមិនបាននិយាយអ្វីឡើយគ្រាន់តែក្រោកពីដីយ៉ាងលំបាកហើយត្រឡប់ទៅបន្ទប់គាត់ព្យាបាលរបួសបន្តិចបន្ទាប់មកកក់សម្ពុតយន្តហោះទៅក្រៅប្រទេសភ្លាមបន្ទាប់ពីយន្តហោះចុះចតមិនខ្វល់ពីរបួសខ្នងពាក់អាវក្រៅហើយជំរុញអ្នកបើកបរទៅកន្លែងពិធីជប់លៀងភ្លាមមុនឡើងយន្តហោះគាត់ទើបដឹងពីជំនួយការថាខ្ញុំនឹងចូលរួមពិធីជប់លៀងអាជីវកម្មមួយពេលនេះគាត់គ្រាន់តែចង់ជួបខ្ញុំភ្លាមដើម្បីនិយាយអ្វីឲ្យច្បាស់ពេលបើកទ្វារចូលសម្លឹងទៅកាន់ព្យាណូនៅកណ្ដាលសាលពិធីពេលនោះដង្ហើមរបស់គាត់ឈប់ភ្លាមខ្ញុំអង្គុយនៅទីនោះស្នាមញញឹមទន់ភ្លន់នៅលើមុខខ្ញុំភ្នែកនឹងចិញ្ចើមស្រស់ស្រាយមិនដូចមុនដែលគ្មានជីវិតឡើយហើយមនុស្សអង្គុយក្បែរខ្ញុំគឺភ្ញៀវខាងក្រោមឈប់មើលគ្រប់គ្នាហើយនិយាយខ្សឹបអំពីគូស្នេហ៍ដ៏ស្រស់ស្អាតនេះឈរនៅមាត់ទ្វារការឈឺចាប់ក្នុងបេះដូងកាន់តែខ្លាំងខ្ញុំមើលទៅមាត់ទ្វារដោយចៃដន្យពេលឃើញរូបរាងដែលស្គាល់នោះម្រាមដៃរបស់ខ្ញុំជប់ភ្លាមសំឡេងខុសមួយបានបំបែកបទភ្លេងបានសង្កេតឃើញភាពមិនធម្មតារបស់ខ្ញុំហើយមើលតាមទីដែលខ្ញុំសម្លឹងបានជួបភ្នែករបស់តែពោពេញដោយសរសៃឈាមក្រហមបទចម្រៀងបានបញ្ចប់សំឡេងទះដៃដូចគោលាន់បានផ្ទុះឡើងភ្ញាក់ពីការភ្ញាក់ផ្អើលភ្លាមគាត់ចង់រត់មកសួរសុខទុក្ខប៉ុន្តែជំហានរបស់គាត់មិនទាន់ចាប់ផ្ដើមត្រូវបានភ្ញៀវមួយចំនួនរារាំងផ្លូវលោកឆៅលោកស្រីឆែភាពយល់ចិត្តគ្នារបស់អ្នកទាំងពីរពិតជាល្អណាស់មែនហើយបុរសល្អស្រីស្រស់ជាគូដែលសំគ្នាពីស្ថានសួគ៌ខ្ញុំចង់ពន្យល់ភ្លាមប៉ុន្តែឆែជាថងបាននិយាយមុនអរគុណចំពោះពរជ័យរបស់គ្រប់គ្នាខ្ញុំនិងយ៉ាឈីពិតជាកំពុងស្គាល់គ្នាបើមានដំណឹងល្អយើងនឹងប្រាប់គ្រប់គ្នាមុនគេពេលនាងនិយាយនាងលើកដៃមកចាប់ដៃខ្ញុំដោយធម្មជាតិខ្ញុំមិនបានតស៊ូទេគ្រាន់តែបន្ទាបភ្នែកបន្តិចជិះវៀងការមើលរបស់មនុស្សទាំងអស់ឈុតនេះបានធ្លាក់ចូលក្នុងភ្នែក Shen Oning ទើចដៃក្តៅក្រហមបានដុតចូលបេះដូងនាងយ៉ាងខ្លាំងនាងច្រណែនឆែជាថងច្រណែននឹងនាងដែលអាចនៅក្បែរខ្ញុំខណៈដែលនាងអាចត្រឹមឈរនៅទីនេះមើលបុរសរបស់នាងខ្លាចជាទេសភាពរបស់អ្នកដទៃពេលខ្ញុំកំពុងត្រៀមចាក់ចេញជាមួយឆែជាថង Shen Oning មិនអាចទប់ទល់បានទៀតទេគាត់បានបំបែកហ្វូងមនុស្សយ៉ាងខ្លាំងនៅពេលខ្ញុំបញ្ឈប់ជំហានគាត់ចាប់ដៃខ្ញុំយ៉ាងជាប់យ៉ាឈី
ឲ្យខ្ញុំ5នាទី5នាទីគ្រាន់តែ5នាទីប៉ុណ្ណោះខ្ញុំចង់និយាយជាមួយអ្នកបានទេរាងកាយខ្ញុំរឹងភ្លាមដោយមិនដឹងខ្លួនចង់រុញដៃគាត់ចេញខ្ញុំលើកមុខមើលគាត់មិនចាំបាច់ទេភ្នែកខ្ញុំគ្មានការរំជួលចិត្តណាមួយចាំបាច់យ៉ាជីខ្ញុំដឹងថាខ្ញុំខុសពិតប្រាកដខ្ញុំមិនគួរជឿសងសេនៀនមិនគួរធ្វើឲ្យអ្នកឈឺចាប់ហើយក៏មិនគួរសម្លាប់កូនរបស់ពួកយើងដោយដៃខ្លួនឯងពាក្យនេះជាប់នៅបំពង់កមិនអាចនិយាយចេញបានឡើយ Shen Oning លែងដៃសំឡេងខ្ញុំត្រជាក់ចុះសូមគោរពខ្លួនឯងខ្ញុំមិនលែងទេយ៉ាជីខ្ញុំដើម្បីស្វែងរកអ្នកបានទទួលរង99ដងខ្ញុំរឿងទាំងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ Shen Oning តើអ្នកភ្លេចហើយឬតាំងពីពេលដែលអ្នកអប៉ូលីសនាំខ្ញុំទៅឃុំខ្ញុំចូលបន្ទប់ឃុំខ្លួនទំនាក់ទំនងរវាងពួកយើងបានបញ្ចប់ហើយខ្ញុំបានកាត់ពាក្យគាត់ជំនួសឲ្យនិយាយដោយស្រាប់ស្ងាត់ពីរឿងដែលមិនពាក់ព័ន្ធនឹងខ្លួនខ្ញុំសំឡេងខ្ញុំស្រាលណាស់ប៉ុន្តែដោយកាំបិតមុតស្រួចចាក់កាត់បេះដូង Shen Oning យ៉ាងត្រឹមត្រូវបន្ទាប់ពីនិយាយចប់ខ្ញុំប្រើកម្លាំងភ្លាមដោះដៃ Shen Oning ចេញខ្ញុំមិនបានមើលគាត់ទៀតទេបែរទៅឆែឈឺថងញឹមដោយសុំទោសបន្ទាប់មកនាំឆែឈឺថងចាក់ចេញដោយមិនបែរក្រោយ Shen Oning នៅទីនោះដៃនៅតែរក្សាអេរិយាបថដែលចាប់ខ្ញុំមុននេះជុំវិញមានសំឡេងសើចនិងពិភាក្សាភ្ញៀវមានការចង់ដឹងក្នុងភ្នែកការចំអកនឹងការអាណិតសំឡេងពិភាក្សាទាំងនោះដូចបញ្ចូលចាក់ចូលបេះដូងគាត់ម្ដងមួយប៉ុន្តែគាត់មិនខ្វល់ឡើយគាត់មើលស្រមោលខ្ញុំនឹងឆែឈឺថងបាត់ពីមាត់ទ្វារទីបំផុតយល់ថាខ្លួនឯងបានធ្វើរឿងមិនសមហេតុផលប៉ុណ្ណា Shen Oning អង្គុយចុះយកដៃបិទមុខស្មារតីជួយដោយមិនអាចគ្រប់គ្រងបានសំឡេងសើចជុំវិញនៅតែបន្តប៉ុន្តែគាត់មិនអាចជាអ្វីទៀតទេបន្ទាប់ពីពិធីជប់លៀងបញ្ចប់ Shen Oning ត្រឡប់ទៅសន្តាគារតែម្នាក់ឯងគាត់បានទូរស័ព្ទទៅជំនួយការសំឡេងពោពេញដោយការព្រួយបារម្ភមិនអាចទប់បានស៊ើបអង្កេតឲ្យខ្ញុំភ្លាមព័ត៌មានទាំងអស់របស់ឆែឈឺថងគាត់មិនជឿទេខ្ញុំដែលធ្លាប់មានតែគាត់ក្នុងបេះដូងនឹងពិតជាទទួលយកស្ត្រីផ្សេងជំនួយការប្រមូលព័ត៌មានពេញមួយយប់ព្រឹកថ្ងៃបន្ទាប់បានយកឯកសារលម្អិតមួយផ្ញើទៅ Shen Oning ឆែឈឺថងអ្នកស្នងតំណែងក្រុមហ៊ុនឆែកើតមកក្នុងគ្រួសារអ្នកមានទទួលការអប់រំល្អបំផុតតាំងពីក្មេងមិនត្រឹមតែផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាអស់ជាច្រើនឆ្នាំអ្វីដែលកាន់តែខ្មៅនោះគឺជីវិតឯកជនរបស់ឆែឈឺថងស្អាតដូចក្រដាសមិនដែលមានស្នេហាម្ដងណាទេក៏មិនដែលមានព័ត៌មានចាំអារ៉ាមអ្វីដែលធ្វើឲ្យ Shen Oning ខូចចិត្តបំផុតគឺបន្ទាត់ចុងក្រោយតាមព័ត៌មានដែលអាចទុកចិត្តបានសប្តាហ៍ក្រោយគ្រួសារទាំងពីរនឹងរៀបការបច្ចុប្បន្នភាគីទាំងពីរកំពុងចរចាយ៉ាងជ្រាលជ្រៅ Shen Oning បោះទូរស័ព្ទទៅដីដោយកម្លាំងតើខ្ញុំអាចធ្វើដូចម្តេចបានបន្ទាប់ពីចាក់ចេញពីគាត់ទទួលយកការតាមស្រឡាញ់ពីអ្នកផ្សេងគាត់ដឹងថាខ្លួនឯងខុសប៉ុន្តែគាត់គិតថាក្នុងចិត្តខ្ញុំនៅតែមានកន្លែងសម្រាប់គាត់គិតថាខ្ញុំនឹងរងចាំគាត់មកកែតម្រូវប៉ុន្តែការពិតបានផ្ដល់ការវាយប្រហារ Shen Oning នឹកឃើញឆែឈឺថងរូបរាងទន់ភ្លន់ស្ងប់ស្ងាត់របស់គាត់ប្រៀបធៀបនឹងឆែឈឺថងគាត់ខ្លួនឯងតថ្នាក់អាក្រក់បំផុតយប់នោះ Shen Oning ដេកលើគ្រែបែរទៅមកមិនអាចដេកបានចុងក្រោយគាត់មិនអាចទប់ទល់បានហើយហៅលេខទូរស័ព្ទរបស់ខ្ញុំពេលទូរស័ព្ទភ្ជាប់ភ្លាមបេះដូងគាត់លោតខ្លាំងប៉ុន្តែត្រឹម1វិនាទីទូរស័ព្ទត្រូវបានបិទ Shen Oning មានអារម្មណ៍ខកចិត្តគាត់មិនព្រមបោះបង់ហើយហៅម្ដងទៀតរាល់ដងទើបភ្ជាប់ក៏ត្រូវបិទគាត់ដឹងថាខ្ញុំធ្វើដោយចេតនាខ្ញុំមិនចង់ទទួលទូរស័ព្ទគាត់មិនចង់មានទំនាក់ទំនងជាមួយគាត់ទៀតលើកនេះទូរស័ព្ទរត់យូរមុនពេលទទួលសំឡេងដែលស្គាល់បានចេញពីទូរស័ព្ទដៃរបស់ Shen Oning ញ័រដោយរំភើបគាត់ហៅយ៉ាងប្រុងប្រយ័ត្នមិនស្គាល់តែពីរពាក្យប៉ុណ្ណោះបានប្រើកម្លាំងទាំងអស់របស់គាត់ប៉ុន្តែភ្លាមពេលគាត់និយាយចប់ទូរស័ព្ទត្រូវបានបិទម្ដងទៀតខ្ញុំមិនទុកឱកាសឲ្យគាត់និយាយមួយពាក្យទៀតទេថ្ងៃបន្ទាប់ Shen Oning បើកឡានទៅផ្ទះចៅតែខ្ញុំរស់នៅក្រៅប្រទេសគាត់កាន់ក្តីសង្ឃឹមចុងក្រោយសង្ឃឹមថានឹងជួបខ្ញុំនៅទីនេះសង្ឃឹមថាអាចពន្យល់មុខទល់មុខពេលឃើញ Shen Oning នៅមុខទ្វារមុខឪពុកកងឹតភ្លាម Shen Oning ហេតុអ្វីអ្នកនៅទីនេះលោកពូចៅខ្ញុំ Shen Oning ទើបចង់និយាយត្រូវឪពុកកាត់ផ្ដាច់ចូលមកឪពុកបែរខ្លួនឲ្យគាត់ចូលការមិនពេញចិត្តក្នុងភ្នែកមិនលាក់ឡើយ Shen Oning ចូលបន្ទប់ទទួលភ្ញៀវមិនឃើញខ្ញុំក្នុងចិត្តកើតអារម្មណ៍បាត់បង់ភ្លាមគាត់មានអាផាតមិនផ្ទាល់ខ្លួននៅខាងក្រៅបានជប់រស់នៅទីនេះយូរហើយឪពុកដូចជាមើលឃើញគំនិតរបស់គាត់ហើយនិយាយត្រជាក់បេះដូង Shen Oning ធ្លាក់ចុះប៉ុន្តែគាត់នៅតែមិនព្រមបោះបង់លោកពូចៅខ្ញុំរកយ៉ាជាមានរឿងសំខាន់អាចសុំលោកប្រាប់អាសយដ្ឋានគាត់បានទេឬជួយតាក់ទងគាត់បានទេ Shen Oning អ្នកនៅមានមុខមករកយ៉ាជាទៀតឬអ្នកនៅមានមុខមកតាក់ទងគាត់ទៀតអ្នកនៅមិនទាន់គិតថាធ្វើបាបគាត់រងទុក្ខគ្រប់គ្រាន់ទេម្ដាយបានឮសំឡេងហើយដើរចុះមកពីជាន់លើឃើញទឹកមុខក៏ប្រែជាអាក្រក់ភ្លាមពួកយើងកាលពីមុនពិតជាមើលមិនឃើញមនុស្សទើបជាអ្នកទើបអនុញ្ញាតឲ្យនៅជាមួយអ្នកកាលពីមុនអ្នកធានាពួកយើងយ៉ាងដូចម្ដេចអ្នកនិយាយថាអ្នកនឹងស្រឡាញ់ពេញមួយជីវិតនឹងថែរក្សាគាត់ជានិច្ចនឹងធ្វើឲ្យគាត់មានសុភមង្គលប៉ុន្តែអ្នកវិញតើអ្នកបានប្រព្រឹត្តចំពោះគាត់យ៉ាងដូចម្ដេចមានអារម្មណ៍ខ្មាស់អៀនមួយផ្លែតក្នុងភ្នែកគាត់អន់ក្បាលមិនហ៊ានមើលភ្នែកឪពុកម្ដាយខ្ញុំបន្ទាប់ពីទៅក្រៅប្រទេសគាត់បានប្រាប់ពួកយើងអំពីអ្វីដែលគាត់បានជួបប្រទេសសំឡេងឪពុកញ័រពោពេញដោយការឈឺចាប់ដែលពិបាកទប់ទល់
អ្នកបានចាក់សោគាត់ហើយថែមទាំងបញ្ជូនគាត់ទៅមណ្ឌលឃុំខ្លួនខ្ញុំអាចស្រមៃបានថាពេលខ្ញុំកំពុងនិយាយអំពីរឿងទាំងនេះក្នុងសៀវភៅចិត្តខ្ញុំឈឺចាប់ប៉ុណ្ណាអស់សង្ឃឹមប៉ុណ្ណាពួកយើងមិនអាចជឿបានទេថាអ្នកអាចធ្វើរឿងមិនសមហេតុផលបែបនេះទឹកភ្នែកម្ដាយបានធ្លាក់ចុះគឺជាកូនដែលពួកយើងថែរក្សាដោយក្តីស្រឡាញ់ពួកយើងមិនចង់ឲ្យគាត់រងការឈឺចាប់សូម្បីបន្តិចប៉ុន្តែនៅពេលទៅដល់អ្នកគាត់បែរជាទទួលរងការឈឺចាប់និងរបួសជាច្រើនតើអ្នកសមនឹងការជឿទុកចិត្តរបស់ពួកយើងទេលោកស្រីខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំមិនគួរចោទប្រកាន់ដោយអយុត្តិធម៌មិនគួរធ្វើបាបគាត់និយាយរឿងទាំងនេះឥឡូវនេះមានប្រយោជន៍អ្វីទៀតឪពុកបានកាត់ពាក្យគាត់ការឈឺចាប់បានកើតឡើងរួចហើយការលំបាកដែលបានទទួលមិនអាចស្ដារឡើងវិញបានទៀតទេគ្រួសាររបស់ពួកយើងមិនចង់មានទំនាក់ទំនងអ្វីជាមួយអ្នកទៀតទេសម្លេងម្ដាយពោពេញដោយការសម្រេចចិត្តខ្ញុំសូមណែនាំឲ្យអ្នកបោះបង់គំនិតនេះទៅកុំទៅរកទៀតឥឡូវនេះគាត់រស់នៅយ៉ាងល្អមានអ្នកនាងថែរក្សាគាត់ពួកយើងមានការធានាចិត្តហើយម្ដងទៀតគឺលើកក្បាលឡើងភ្លាមភ្នែកពោពេញដោយភាពរឹងរូសខ្ញុំស្រឡាញ់លោកពូលោកមីងសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំនឹងសងសំណងឲ្យគាត់ខ្ញុំនឹងធ្វើឲ្យគាត់មានសុខភាពជាក់ជាឪពុកសើចំអកមួយសម្លេងភ្នែកពោពេញដោយការចំអកសុខភាពអ្នកមិនអាចផ្ដល់សុភមង្គលឲ្យគាត់បានទេអ្នកមានតែអាចនាំការឈឺចាប់និងរបួសមកឲ្យគាត់អ្នកទៅចុះពួកយើងមិនចង់ឃើញអ្នកទៀតទេប្រសិនបើអ្នកហ៊ានទៅរំខានយាយជាម្ដងទៀតពួកយើងនឹងមិនអត់ធ្មត់ជាមួយអ្នកទេសូមចាក់ចេញមើលភ្នែកត្រជាក់របស់ឪពុកម្ដាយទប់អារម្មណ៍ឈឺចាប់ហើយក្រោកឈរដើរទៅកាន់ទ្វារបន្ទាប់ពីដើរចេញពីវីឡាគ្រូសាយ៉ៅទោះបីពន្លឺថ្ងៃភ្លឺចែងចាំងប៉ុន្តែមានអារម្មណ៍ថារាងកាយត្រជាក់ទាំងមូលគាត់លើកមើលទៅលើមេឃទឹកភ្នែកធ្លាក់ម្ដងទៀតជាលើកដំបូងគាត់មិនដឹងថាគួរធ្វើអ្វីទៀតប៉ុន្មានថ្ងៃក្រោយទីបំផុតបានរកឃើញកន្លែងធ្វើការរបស់ខ្ញុំចាប់ពីថ្ងៃនោះមករាល់ថ្ងៃគាត់ឈរចាំនៅក្រោមអគារក្រុមហ៊ុនរងចាំខ្ញុំបង្ហាញខ្លួនខ្ញុំបានរកឃើញគាត់យ៉ាងឆាប់រហ័សដំបូងខ្ញុំធ្វើដូចជាមិនឃើញប៉ុន្តែការតស៊ូរបស់ធ្វើឲ្យខ្ញុំកាន់តែធុញទ្រាន់ទីបំផុតនៅយប់មួយដែលភ្លៀងតិចធ្លាក់ខ្ញុំបានដើរទៅមុខគាត់តើអ្នកចង់ធ្វើអ្វីពិតប្រាកដខ្ញុំគ្រាន់តែចង់មើលអ្នកមើលក៏បានមើលរួចអ្នកអាចទៅបានហើយខ្ញុំចង់និយាយជាមួយអ្នកបានទេបានខ្ញុំនិយាយជាមួយអ្នកខ្ញុំដកដៃគាត់ចេញហើយដើរទៅកាន់ហាងកាហ្វេនៅមិនឆ្ងាយមុនគេនៅក្នុងហាងកាហ្វេមានភាពស្ងប់ស្ងាត់ណាស់អ្នកទាំងពីរអង្គុយទល់មុខគ្នានិយាយមកចុះតើអ្នកចង់និយាយអ្វីខ្ញុំលើកកាហ្វេឡើងហើយផឹកមួយកំណាត់តូចខ្ញុំដឹងថាពីមុនខ្ញុំបានធ្វើរឿងខុសជាច្រើនខ្ញុំមិនសុំឲ្យអ្នកអភ័យទោសភ្លាមទេខ្ញុំគ្រាន់តែសុំឲ្យអ្នកផ្ដល់ឲ្យខ្ញុំឱកាសដើម្បីកែប្រែឲ្យខ្ញុំតាមស្រឡាញ់អ្នកម្ដងទៀតបានទេខ្ញុំលើកភ្នែកមើលនាងក្នុងភ្នែករបស់នាងគ្មានការផ្លាស់ប្ដូរបន្តិចឡើយអ្នកគិតថាវាអាចទៅរួចទេអារម្មណ៍ដែលខ្ញុំមានចំពោះអ្នកនៅក្នុងការឈឺចាប់ដែលកើតឡើងរាល់ថ្ងៃត្រូវបានយកទៅបាត់រួចហើយឥឡូវនេះខ្ញុំគ្រាន់តែចង់រស់នៅដោយស្ងប់ស្ងាត់ខ្ញុំមិនចង់មានទំនាក់ទំនងអ្វីជាមួយអ្នកទៀតទេដូច្នេះសូមអ្នកលែងរំខានខ្ញុំហើយក៏លែងរំខានខ្លួនឯងផងបានទេបេះដូងរបស់ដូចជាត្រូវអ្វីមួយចាក់ចូលយ៉ាងខ្លាំងរហូតដល់នាងស្ទើរតែមិនអាចដកបានទេខ្ញុំមិននោះជារឿងរបស់អ្នកមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំនិយាយចប់ហើយកុំមកបង្ហាញខ្លួននៅមុខខ្ញុំទៀតខ្ញុំក្រោកឡើងសម្លេងពោពេញដោយភាពត្រជាក់និយាយចប់ខ្ញុំបែរខ្នងដើរចេញដោយគ្មានការស្ទាក់ស្ទើរមើលខ្នងរបស់ខ្ញុំដែលដាច់ខាតហើយក្រោកឡើងរត់តាមនាងតាមខ្ញុំទៅដល់ក្រោមអគារផ្ទះល្វែងពេលនាងត្រៀមតាមឡើងមកបានបង្ហាញខ្លួនភ្លាមពួកគេទាំងពីរដើរចូលជណ្ដើរជាមួយគ្នានិយាយលេងសើចគ្នាមានភាពស៊ីគ្នាខ្លាំងភ្នែករបស់ក្រហមភ្លាមនាងឈរនៅក្រោមអគារមួយយប់ពេញពេលមេឃជិតភ្លឺនាងលើកក្បាលឡើងមើលទៅបង្អួតផ្ទះល្វែងវាំងនឹងត្រូវបានបើកបន្តិចនាងឃើញច្បាស់ថាកំពុងអោនចិត្តក្នុងអបរបស់ខ្ញុំពួកយើងកំពុងអបគ្នាទិដ្ឋភាពកក់ក្ដៅរហូតចាក់ភ្នែកនៅពេលនោះស្ទើរតែឈួតប៉ុន្តែនាងហាក់ដូចជាគ្មានសិទ្ធិរារាំងពួកយើងទៀតចុងក្រោយជំនួយការបានបង្ខំទាញនាងចេញបន្ទាប់មករស់នៅដូចជាសាកសពដារស់នៅដោយម៉ាស៊ីនធ្វើការដោយម៉ាស៊ីនប៉ុន្មានថ្ងៃបានកន្លងផុតទៅជំនួយការប្រគល់កាសែតមួយដោយប្រុងប្រយ័ត្នលោកគួរតែមើលវាយកកាសែតមកភ្នែករបស់នាងធ្លាក់ទៅលើទំព័រមុខអ្នកស្នងរតកចៅនៃក្រុមហ៊ុនយ៉ៅនិងកូនស្រីក្រុមហ៊ុនឆែពិធីមង្គលការនឹងធ្វើឡើងក្នុងពេលឆាប់នេះកូនភ្នែករបស់រួមទុយភ្លាមដៃដែលកាន់កាសែតញ័រមិនឈប់មិនព្រមទទួលយកប៉ុន្តែគ្មានអ្វីអាចកែប្រែបានខ្ញុំដើរទៅចុងផ្លូវក្រហមជាបន្តបន្ទាប់នៅពេលនេះទ្វារធំរបស់ព្រះវិហារត្រូវបានរុញបើកយ៉ាងខ្លាំង
ប៉ុន្តែមុនពេលនាងមកដល់មុខខ្ញុំត្រូវបានអ្នកការពារជាច្រើនអ្នករារាំងព្យាយាមរើខ្លួនយ៉ាងខ្លាំងនាងអាចត្រឹមមើលចូលជាប់ខ្ញុំមើលពួកយើងបដូរចិញ្ចៀនមើលពួកយើងថាប់គ្នាខ្ញុំបែរមើលទៅនាងក្នុងភ្នែកគ្មានរលកអារម្មណ៍មានតែភាពត្រជាក់មួយការមើលនោះបានបំផ្លាញទាំងស្រុងនាងឈប់តស៊ូហើយអង្គុយដួលលើដីមើលខ្ញុំនឹងញឹមដាក់គ្នាក្នុងចិត្តនៅសល់តែការសោកស្ដាយគ្មានទីបញ្ចប់បន្ទាប់ពីពិធីមង្គលការខ្ញុំនឹងឡើងរថយន្តអាពាហ៍ពិពាហ៍ត្រៀមចាប់ផ្ដើមដំណើរក្រេបទឹកឃ្មុំរបស់ពួកយើងមើលរថយន្តដែលចេញទៅឆ្ងាយនាងរត់ចូលឡានខ្លួនឯងដោយមិនដឹងខ្លួនបញ្ឆេះម៉ាស៊ីនបើកតាមពីក្រោយរថយន្តអាពាហ៍ពិពាហ៍ប៉ុន្តែពេលបើកបានពាក់កណ្ដាលផ្លូវនឹកឃើញភាពសុខសាន្តរបស់នឹងស្រពេចស្រពើមួយផ្លែតនាងមិនបានប្រយ័ត្នរថយន្តរអិលហើយបុកជាមួយរបាំងផ្លូវសំឡេងស៊ីរ៉ែននិងរថយន្តសង្គ្រោះកាន់តែជិតស្មារតីរបស់ចាប់ផ្ដើមស្រអាប់នៅពេលចុងក្រោយមុនបាត់ស្មារតីនាងហាក់ដូចជាបានឃើញស្នាមញឹមដ៏ទន់ភ្លន់របស់ខ្ញុំតែស្នាមញឹមនោះឆាប់ប្រែជាផ្សែងត្រជាក់គាត់ដឹងថាក្នុងជីវិតនេះគាត់បានបាត់បង់ខ្ញុំជារៀងរហូតនៅពេលបើកភ្នែកម្ដងទៀតបន្ទប់អ្នកជំងឺស្ងាត់ជ្រុងនៅក្បែរគាត់គ្មាននរណាម្នាក់ឡើយមានតែសំឡេងដង្ហើមរបស់គាត់រំលឹកថាគាត់នៅមានជីវិតការឈឺចាប់នៅក្នុងនឹងដៃធ្វើឲ្យគាត់ឈឺដល់ឆ្អឹងរាល់ដង្ហើមក៏ទាញប៉ះរបួសដោយមិនដឹងមូលហេតុអារម្មណ៍បាត់បង់បានកើតឡើងក្នុងចិត្តគាត់បន្តិចសំឡេងស្អកស្ទើរតែមិនអាចជឿទឹកគីលានុបដ្ឋាយិកាប្រញាប់ចាក់ទឹកក្តៅមួយកែវហើយប្រើសំឡេងជ្រលក់ទឹកប៉ះបូមមាត់គាត់គីលានុបដ្ឋាយិកាខ្ញុំសន្លប់ប៉ុន្មានថ្ងៃហើយក្នុងប៉ុន្មានថ្ងៃនេះមាននរណាម្នាក់មកមើលខ្ញុំទេអ្នកសន្លប់3ថ្ងៃហើយប៉ុន្មានថ្ងៃមុនមានបុរសម្នាក់មកមើលអ្នកពិតមែនប៉ុន្តែពីថ្ងៃនេះគាត់មិនមកទៀតទេបុរសនោះជាខ្ញុំមែនទេក្តីសង្ឃឹមតូចមួយបានឆេះឡើងក្នុងចិត្តប៉ុន្តែបន្ទាប់មកត្រូវបានពាក្យបន្ទាប់របស់គីលានុបដ្ឋាយិកាខ្ញុំមិនបានមកទៀតទេទីបំផុតខ្ញុំនៅតែមិនអាចអត់ទោសឲ្យគាត់គីលានុបដ្ឋាយិកាបដូរថ្នាំរួចក៏បានណែនាំគាត់ថាលោកស្រីអ្នកទើបតែភ្ញាក់ឡើងរាងកាយនៅខ្សោយខ្លាំងត្រូវសម្រាកឲ្យបានល្អអូអ្នកអាចតាក់ទងសាច់ញាតិបានទេការថែទាំបន្តនឹងការបង់ថ្លៃត្រូវការសហការពីសាច់ញាតិមនុស្សដំបូងដែលលេចឡើងក្នុងគំនិតគឺមុខរបស់ខ្ញុំក្រៅពីខ្ញុំគាត់ហាក់ដូចជាមិនអាចនឹកឃើញអ្នកផ្សេងទៀតទេគាត់អង្រួនក្បាលសំឡេងខ្សោយខ្ញុំដោះស្រាយដោយខ្លួនឯងបានគីលានុបដ្ឋាយិកាមិននិយាយបន្ថែមទេហើយដើរចេញពីបន្ទប់អ្នកជំងឺត្រឡប់ទៅភាពស្ងាត់ម្ដងទៀតតេកលើក្រែមើលទៅពីដានដោយភ្នែកទេនៅពេលគាត់កំពុងគិតច្រើនទ្វារបន្ទប់ត្រូវបានបើកយ៉ាងស្រាលបង្វិលក្បាលភ្លាមពេលឃើញមនុស្សឈរនៅមាត់ទ្វារខ្ញុំឈរនៅទីនោះពាក់សម្លៀកបំពាក់ធម្មតាដូចពេលដែលយើងជួបគ្នាលើកដំបូងក្នុងភាពស្រពេចស្រពើហាក់ដូចជាត្រឡប់ទៅថ្ងៃដែលពួកយើងជួបគ្នាលើកដំបូងពេលនោះខ្ញុំទៅជាក្មេងក្បាលរឹងម្នាក់បានចូលក្នុងពិភពរបស់គាត់ប៉ុន្តែឥឡូវនេះអ្វីបានផ្លាស់ប្ដូរក្នុងភ្នែកខ្ញុំលែងមានការស្រឡាញ់ដូចមុនទៀតនៅសល់តែភាពស្ងប់ស្ងាត់មិនអាចមើលឃើញអារម្មណ៍អ្វីឡើយសំឡេងញ័រគាត់រំភើបចង់អង្គុយឡើងប៉ុន្តែចៃដន្យឲ្យប៉ះរបួសឈឺរហូតដកដង្ហើមខ្លាំងខ្ញុំដើរចូលបន្ទប់អ្នកជំងឺឈប់នៅក្បែរក្រែគាត់មិនខ្វល់ពីការឈឺចាប់នៃរបួសតស៊ូលើកដៃចេញចាប់ដៃខ្ញុំយ៉ាងណែនអ្នកមកមើលខ្ញុំហើយតើអ្នកអត់ទោសឲ្យខ្ញុំហើយមែនទេសូមផ្ដល់ឱកាសសម្ដងទៀតឲ្យខ្ញុំបានទេខ្ញុំនឹងថែរក្សាវ៉ាឲ្យបានល្អខ្ញុំនឹងមិនធ្វើឲ្យអ្នកឈឺចាប់ទៀតទេមិនទៀតឡើយគាត់និយាយម្ដងហើយម្ដងទៀតដោយសំឡេងស្ទះទឹកភ្នែកហូរចេញដោយមិនអាចគ្រប់គ្រងបានប៉ុន្តែខ្ញុំគ្រាន់តែមើលគាត់ដោយមុខគ្មានអារម្មណ៍ភ្នែកខ្ញុំគ្មានការរំជួលសូម្បីតែបន្តិចគ្មានការឈឺចិត្តនិងគ្មានការរំជួលដូចជាកំពុងមើលមនុស្សចម្លែកម្នាក់ភាពស្ងៀមស្ងាត់របស់ខ្ញុំឈឺចាប់ជាងពាក្យមុតស្រួចណាមួយសំឡេងកាន់តែទាបចុងក្រោយคล้ายជាសំឡេងអស់សង្ឃឹមគាត់កាន់ដៃខ្ញុំយ៉ាងណែនដូចជាវាអាចធ្វើឲ្យខ្ញុំបដូរចិត្តក្រោយពេលយូរមួយខ្ញុំប្រើកម្លាំងស្រាលខ្ញុំបានដកដៃខ្លួនឯងចេញពីដៃរបស់គាត់ខ្ញុំមិនបានចាក់ចេញភ្លាមទេប៉ុន្តែបានដើរទៅអង្គុយលើកៅអីក្បែរបន្ទប់អ្នកជំងឺដូចជាមកមើលមិត្តធម្មតាម្នាក់ហើយនិយាយដោយសំឡេងស្ងប់ស្ងាត់ថាបោះបង់ទៅខ្ញុំមានជីវិតថ្មីហើយអ្នកក៏គួរតែមានជីវិតរបស់អ្នកដែរពាក្យរបស់ខ្ញុំដូចជាទឹកត្រជាក់មួយធុងដែលពន្លត់ក្តីសង្ឃឹមរបស់គាត់ទាំងស្រុងខ្ញុំជាមនុស្សចងចាំការសងសឹកមិនថាជានរណាទេបើគេធ្វើឲ្យខ្ញុំឈឺចាប់ខ្ញុំនឹងមិនអភ័យទោសជារៀងរហូតអ្វីដែលអ្នកធ្លាប់ធ្វើចំពោះខ្ញុំនឹងមិនភ្លេចពេញមួយជីវិតនេះទេហើយក៏មិនអភ័យទោសដែរដូច្នេះអ្នកកុំមានសុបិនណាមួយទៀតមុខរបស់បាត់បង់ពណ៌ភ្លាមស្លេកជាងពេលគាត់ឈឺទៅទៀតខ្ញុំគ្រាន់តែចង់ឲ្យអ្នកត្រឡប់មកនៅក្បែរខ្ញុំវិញនៅពេលដែលអ្នកធ្លាប់ធ្វើឲ្យខ្ញុំឈឺចាប់ហេតុអ្វីអ្នកមិនគិតដល់ថ្ងៃនេះហេតុអ្វីមិនគិតថាខ្ញុំនឹងចាក់ចេញពីអ្នកជារៀងរហូតត្រូវបានខ្ញុំនិយាយឲ្យមិនអាចនិយាយអ្វីបានមួយម៉ាត់គាត់ចង់ខាត់ខ្ញុំចង់និយាយអ្វីបន្ថែមទៀតប៉ុន្តែពេលព្យាយាមក្រោកឡើងរបួសរបស់គាត់ត្រូវបានទាញម្ដងទៀតការឈឺចាប់ខ្លាំងបានវាយប្រហារធ្វើឲ្យគាត់មិនអាចទប់សំឡេងធ្ងន់ទឹកភ្នែកលាយជាមួយញើសហូរចុះពីជ្រុងភ្នែករបស់គាត់មិនអាចបែងចែកបានទៀតថាទឹកភ្នែកនេះមកពីការឈឺរបួសឬមកពីការឈឺចាប់ក្នុងបេះដូងខ្ញុំបានក្រោកឈរត្រៀមចាក់ចេញបានស្រែកហៅយ៉ាងប្រញាប់សំឡេងរបស់គាត់ពោពេញដោយការអន្តរសាពួកយើងនៅអាចធ្វើជាមិត្តបានទេបានប្រសិនបើថ្ងៃក្រោយកូនរបស់ខ្ញុំនឹងកើតខ្ញុំនឹងអញ្ជើញអ្នកឲ្យមើលខ្ញុំរៀបការនឹងមានកូនជាមួយស្ត្រីផ្សេងមើលខ្ញុំក្លាយជាឪពុករបស់កូនអ្នកដទៃបេះដូងរបស់ដូចជាត្រូវកាំបិទកាត់ខ្ញុំមើលទម្រង់ឈឺចាប់របស់គាត់ភ្នែករបស់ខ្ញុំនៅតែមិនមានការប្រែប្រួលខ្ញុំនិយាយដោយសំឡេងទាបថា
អ្វីដែលកន្លងផុតទៅទុកឲ្យវាកន្លងផុតទៅសូមឲ្យអ្នកមានសុខសាន្តនេះជាពាក្យចុងក្រោយដែលខ្ញុំនិយាយទៅគាត់ហើយក៏ជាការលាជាផ្លូវការរវាងពួកយើងបន្ទាប់ពីនិយាយរួចខ្ញុំបែរខ្នងមិនមើលត្រឡប់ក្រោយទៀតដើរចេញពីបន្ទប់អ្នកជំងឺយ៉ាងស្ងៀមស្ងាត់ហើយបិទទ្វារខ្ញុំដឹងថារវាងពួកយើងបានបញ្ចប់រួចហើយមិនថាគាត់ធ្វើអ្វីក៏ដោយក៏មិនអាចជួសជុលការឈឺចាប់ដែលគាត់ធ្លាប់បង្កឲ្យខ្ញុំបានទេពេលឆ្នាំក្រោយបានសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ពួកយើងដាក់ឈ្មោះនាងថាមានន័យថាសុវត្ថិភាពនិងលូននៅថ្ងៃខួបកំណើត1ឆ្នាំរបស់កូនស្រីផ្ទះវីឡាគ្រួសារពោពេញដោយភាពរីករាយកំពុងកាន់កូនស្រីលេងជាមួយនាងយ៉ាងទន់ភ្លន់ខ្ញុំអង្គុយនៅក្បែរមានស្នាមញញឹមពោពេញដោយសុភមង្គលនៅពេលនោះទូរស័ព្ទរបស់ខ្ញុំទទួលសារពីធនាគារកាន់នេះរបស់ខ្ញុំមានប្រាក់ចំនួនធំបានផ្ទេរចូលចំនួនប្រាក់ធំខ្លាំងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្ញុំដឹងថាប្រាក់នេះមកពីអ្នកណាក្រៅពីគ្មាននរណាផ្ទេរប្រាក់ច្រើនបែបនេះឲ្យខ្ញុំទេក្នុងរយៈពេល3ឆ្នាំនេះមិនដែលបង្ហាញខ្លួនម្ដងទៀតទេខ្ញុំបានឮថាបន្ទាប់ពីគាត់ជាសះស្បើយគាត់បានគ្រប់គ្រងអាជីវកម្មក្រៅប្រទេសរបស់ក្រុមហ៊ុនហើយនៅលីវម្នាក់ឯងជានិច្ចខ្ញុំយកទូរស័ព្ទមកកែសម្រួលសារមួយបន្ទាប់ពីផ្ញើបានជោគជ័យខ្ញុំដាក់ទូរស័ព្ទនៅខាងហើយលើកកូនស្រីឡើងថាបលើមុខតូចទន់ភ្លន់របស់នាងមួយដងតែនៅឆ្ងាយក្នុងប្រទេសបរទេសបានទទួលសាររបស់ខ្ញុំនាងមើលទៅលើពាក្យខ្លីមួយចំនួននៅលើអេក្រង់ទូរស័ព្ទលើមុខនាងបង្ហាញស្នាមញញឹមដែលធូរស្រាលបន្តិចរយៈពេល3ឆ្នាំគ្រប់គ្រាន់ឲ្យនាងមើលឃើញរឿងជាច្រើនយ៉ាងច្បាស់ហើយក៏គ្រប់គ្រាន់ឲ្យនាងលះបង់ការតាំងចិត្តជាច្រើនកាលពីមុននាងគិតថាស្នេហាគឺជាការកាន់កាប់គឺប្រើគ្រប់វិធីដើម្បីឲ្យខ្ញុំនៅក្បែរនាងប៉ុន្តែរហូតដល់ពេលបាត់បង់ខ្ញុំនាងទើបយល់ស្នេហាពិតមិនមែនជាការកាន់កាប់ទេក៏មិនមែនជាការធ្វើឲ្យឈឺចាប់ដែរប៉ុន្តែគឺចង់ឲ្យខ្ញុំមានសុភមង្គលនាងបានធ្វើឲ្យខ្ញុំឈឺចាប់ហើយបានបាត់បង់ឱកាសជាមួយខ្ញុំនេះជាការសោកស្ដាយធំបំផុតក្នុងជីវិតនាងប្រាក់នេះគឺជាការសងសំណងចុងក្រោយដែលនាងផ្ដល់ឲ្យខ្ញុំហើយក៏ជាការលាចុងក្រោយចំពោះស្នេហារបស់ពួកយើងចាប់ពីពេលនេះទៅខ្ញុំនឹងរស់នៅជីវិតដ៏មានសុភមង្គលរបស់ខ្ញុំនឹងរក្សាអនុស្សាវរីយ៍របស់នាងរហូតដល់ចុងជីវិតមិនរំខានគ្នាទៀតរស់នៅដោយសុខរៀងខ្លួនប្រហែលនេះហើយជារឿងរវាងពួកយើងជាចុងបញ្ចប់ដ៏ល្អបំផុត